អ្នកមកទីនេះធ្វើអ្វីខ្ញុំគិតច្បាស់ហើយខ្ញុំព្រមទទួលសំណើរបស់អ្នក50លានចាក់ចេញពីកូនប្រុសរបស់ខ្ញុំគិតច្បាស់ហើយមែនទេកាលពីមុនមិនមែនអ្នកទេដែលស្រែកថាស្រឡាញ់ជីនមីងខ្លាំងណាស់នោះហើយមិនព្រមចាក់ចេញពីគេទោះជាស្លាប់ឬរស់ចុះឥឡូវនេះអ្នកកំពុងលេងល្បិចអ្វីទៀតល្បិចចង់បានហើយធ្វើជាមិនចាប់អារម្មណ៍កាលពី4ឆ្នាំមុនខ្ញុំបានជួបគ្រោះថ្នាក់មួយខ្ញុំបានជួយសង្គ្រោះគូជីងមិញពីគ្រោះថ្នាក់ចរាចរណ៍លោកម្ចាស់តែខ្ញុំនឹកស្មានមិនដល់ថាបុរសម្នាក់នេះហើយដែលបានរុញច្រានខ្ញុំឲ្យធ្លាក់ចូលទៅក្នុងជ្រោះនៃទុក្ខវេទនាក្នុងអំឡុងពេលបន្ទាប់មកនេះខ្ញុំបានមើលថែគេយ៉ាងល្អិតល្អន់គ្រប់យ៉ាងជួយមើលថែគាត់ក្រោយពេលព្យាបាលរហូតដល់គាត់ជាសះស្បើយវាប្រសើរឡើងច្រើនហើយអរគុណដែលបានមើលថែខ្ញុំតើអ្នកចង់បានអ្វីខ្ញុំធ្វើដោយស្ម័គ្រចិត្តកុំសងសឹកអីអ្នកស្រឡាញ់ខ្ញុំមែនទេយើងរៀបការនឹងគ្នាទៅដូច្នេះហើយយើងក៏រៀបការនឹងគ្នាជីងមីងគាត់តែងតែដាក់ការងារជាចម្បងជានិច្ចចង់តែស្នាក់នៅក្នុងក្រុមហ៊ុនរាល់ថ្ងៃពេលវេលាដែលគាត់ត្រឡប់មកផ្ទះមានតិចតួចបំផុតខ្ញុំស្មានថាខ្ញុំធ្វើបានមិនទាន់គ្រប់គ្រាន់គ្រាន់តែខ្ញុំយកចិត្តទុកដាក់លើគាត់បន្ថែមទៀតគាត់ប្រហែលជាអាចមើលឃើញពីតម្លៃរបស់ខ្ញុំរហូតដល់ជីងមីងពេលនោះហើយទើបខ្ញុំដឹងរឿងដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍គឺដោយសារតែគាត់ខឹងនឹងលូស៊ីស៊ីហើយការរៀបការជាមួយខ្ញុំក៏គ្រាន់តែជាពេលដែលលូស៊ីស៊ីរៀបការជាមួយអ្នកផ្សេងគាត់ចង់ប្រើខ្ញុំដើម្បីធ្វើឲ្យគាត់ខឹងខ្ញុំពីដើមមកគ្រាន់តែជាក្មេងកំព្រាគ្មានឪពុកម្ដាយមិនមែនជាមនុស្សដែលស្ថិតក្នុងពិភពតែមួយជាមួយអ្នកទេវាជាកំហុសរបស់ខ្ញុំដែលមិនស្គាល់ខ្លួនឯងខ្ញុំបានចុះហត្ថលេខារួចរាល់ហើយល្អសង្ឃឹមថាអ្នកនឹងធ្វើតាមពាក្យសម្ដីយកលុយនេះទៅត្រូវតែចេញទៅក្រៅប្រទេសភ្លាមកុំឲ្យបង្ហាញមុខនៅចំពោះមុខជីងមីងទៀតឲ្យសោះរឿងនេះយកលុយនេះទៅទោះបីជាខ្ញុំនៅឆ្ងាយពីផ្ទះក៏ដោយក៏អាចធ្វើបានដែរចិញ្ចឹមកូនឲ្យធំធាត់ដោយខ្លួនឯងលោកស្រីគូហេតុអ្វីបានជាផឹកទឹកផ្លែឈើមិនផឹកស្រាទៅវិញទាំងអស់គ្នាថ្ងៃនេះបើមិនបានការជួយជ្រោមជ្រែងពីនាយិកាលោកនិងគម្រោងរចនារបស់នាងទេនោះយើងក៏មិនអាចទទួលបានការបញ្ជាទិញពីមីបានដែរគ្រាន់តែមានសាខាដែលបង្កើតឡើងដោយនាយិកាលោកទើបយើងអាចឈរជើងបានយ៉ាងរឹងមាំក្នុងវិស័យនេះថ្ងៃដ៏រីករាយបែបនេះផឹកស្រាតែឯងវាមិនសប្បាយទេតោះយើងលេងល្បែងកំសាន្តខ្លះទៅលេងអីទៅបង្វិលដប់ដល់វិញអ្នកណាអ្នកនោះត្រូវរាំរបាំស្រាតយ៉ាងម៉េចដែរយោពមរបាំស្រាតគេកំពុងឌឺដងប្រពន្ធអញហើយនៅស្ងៀមបានទៀតហេបើលេងហើយត្រូវហ៊ានលេងបើមិនព្រមទេគេច្បាស់ជាដោះស្រាយមិនខានបងមិញពិតជាចិត្តធំមែនរៀបការបាន4ឆ្នាំហើយគេមិនដែលម្ដងណាឡើយតែចេញមុខជួយខ្ញុំក្នុងកម្មវិធីបែបនេះហាក់ដូចជាខ្ញុំគ្រាន់តែជាមនុស្សចម្លែកម្នាក់សម្រាប់គាត់បានខ្ញុំនឹងរាំល្អ
អូហូបងថ្លៃពិតជាមិនធម្មតាមែនរូបរាងបែបនេះអ្នកណាមិនលងស្នេហ៍ពួកយើងបន្តទៀតទៅមកអ្នកគ្រប់គ្រងលោកបងថ្លៃគេបានបើកផ្លូវឲ្យហើយកុំអ៊ីនអេវងយ៉ៃវូមើលទៅតើអ្នកណាក្លាហាននឹងធ្វើបែបនេះតាមពិតទៅមិនមែនគាត់មិនចេះការពារមនុស្សស្រីនោះទេគ្រាន់តែម្នាក់នោះមិនមែនជាខ្ញុំប៉ុណ្ណោះអ្នកគ្រប់គ្រងលោកគឺជាអ្នកមានគុណដ៏ធំនៃកម្មវិធីជប់លៀងអបអរសាទររបស់យើងបើគ្មាននាងទេតើពួកយើងអាចទទួលបានកិច្ចសន្យាធំមួយនេះដោយរបៀបណាជប់ត្រឹមនឹងទៅចុះមែនហើយលោកខាអ្នកគ្រប់គ្រងលោកបានបង្កើតស្នាដៃធំដល់ថ្នាក់នេះតើលោកគ្រងនឹងផ្ដល់រង្វាន់អ្វីដល់នាងដែរតើមិនមានអ្វីទាំងអស់មែនទេមែនហើយតើមានរង្វាន់អ្វីទៅបង្ហាញពួកយើងមើលផងរង្វាន់ពិតជាមានមែនខ្ញុំបានត្រៀមទុកយូរហើយលោកម្ចាស់នេះជារបស់មកពីជីដូនរបស់ខ្ញុំវាពិតជាមិនមានតម្លៃដល់ទៅ3សែនទេលោកម្ចាស់ខ្ញុំកំពុងត្រូវការលុយសង្គ្រោះមនុស្សជាបន្ទាន់ពន្យាពេលទៀតមិនបានទេខ្ញុំសុំត្រឹមតែ3សែនប៉ុណ្ណោះសូមមេត្តាផងលោកម្ចាស់ស្អាតម្លេះច្បាស់ជាថ្លៃណាស់ហើយមែនទេឃើញថាលោកពិតជាស្រឡាញ់នាយិកាលូមែនលើកមុនពេលជួបគ្នានៅក្នុងពិធីដេញថ្លៃក៏សម្រេចចិត្តដេញថ្លៃយកវាទៅលើកនេះនាងបានជួយការងារក្រុមហ៊ុនធំធេងណាស់ខ្ញុំគិតថាគ្មានអំណោយណាប្រសើរជាងនេះទៀតទេអញ្ចឹងប្រកល់វាឲ្យសេះទៅបើគិតទៅអំណោយនេះក៏មានចំណែករបស់អ្នកដែរអរគុណលោកខាខ្ញុំចូលចិត្តណាស់កាយមិញអ្នកពិតជាអស្ចារ្យមែនស៊ូឡៃនៅទីនោះឆាប់នេះនឹងអាចចាក់ចេញបានហើយសាស្ត្រាចារ្យ Cheryl 7 ថ្ងៃទៀតខ្ញុំនឹងទៅរីកាខ្លួននៅសាលាសិល្បៈរាជវាំងស៊ូឡៃកញ្ញាស៊ូហេតុអ្វីបានជាអ្នកមកទីនេះចេញមិននិយាយថានេះជារបស់របរដែលយាយរបស់អ្នកបន្សល់ទុកឲ្យដូច្នេះវាប្រហែលជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកសុភាពបុរសមិនដណ្ដើមរបស់ដែលអ្នកដទៃស្រឡាញ់ឡើយខ្ញុំយកវាមកវិញយកមកសង់អ្នកនាងមានចិត្តល្អដល់ថ្នាក់នេះដែរឬជីងមីងកំពុងធ្វើអ្វីហ្នឹងមិនអីទេមែនទេស៊ីដឹងថាចូលចាក់សក់នេះជារបស់របរដែលជីដូនអ្នកបន្សល់ទុកឲ្យទើបនាងចង់យកមកជូនអ្នកដើម្បីលួងលោមអ្នកអញហ៊ាននឹងកំចូលចាក់សក់នេះមកធ្វើបាបគេដល់ថ្នាក់នេះឯងមានចិត្តពៀបែបនេះតាំងពីពេលណាខ្ញុំអត់បានធ្វើទេនៅហ៊ានប្រកែកទៀតខ្ញុំឃើញផ្ទាល់នឹងភ្នែកយកនាងទៅវិញទៅគុំនាងទុកក្នុងបន្ទប់ក្រោមដីបើគ្មានការអនុញ្ញាតពីខ្ញុំហាមចេញក្រៅដាច់ខាតហើយមួយទៀតហាមឲ្យបាយទឹកនាងជាដាច់ខាតទៅអ្នកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេកែចេងមិញក្នុងពួកខ្ញុំនៅមានកូនរបស់អ្នកកែចេងមិញជួយខ្ញុំផងលេវ៉ៃ
លេវ៉ៃមិនក៏ជាអ្នកខ្ញុំបានទៅពិនិត្យកាមេរ៉ាសុវត្ថិភាពនៅក្លឹបកំសាន្តនោះវាបានបង្ហាញថាលោកសេសជាអ្នករៀបចំឆាកទាំងអស់នេះដូច្នេះហើយទើបខ្ញុំប្រញាប់មកជួយអ្នកចុះកែចេញមិញវិញគាត់នៅតែការពារលូសេសទោះបីជានាងគឺជាអ្នកបង្កហេតុពិតប្រាកដក៏ដោយក៏គាត់នៅតែការពារនាងដែរលេវ៉ៃលីអ្នកស្រីមិនបានបរិភោគអ្វីសោះពីថ្ងៃមកនេះមានសញ្ញានៃការរលូតកូនហើយចាប់ពីពេលនេះទៅត្រូវតែចងចាំឲ្យច្បាស់ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនកុំឲ្យមានការប៉ះទង្គិចឲ្យសោះនាងមានផ្ទៃពោះមែនទេហេតុអ្វីមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះប្រាប់ទៅមានប្រយោជន៍អ្វីទៅទោះប្រាប់ថាខ្ញុំមានផ្ទៃពោះក៏ដោយតើអ្នកនឹងជឿទេថាខ្ញុំមិនបានធ្វើបាបមនុស្សស្រីដែលអ្នកស្រឡាញ់នោះរឿងនេះស៊ីពិតជាខុសមែនខ្ញុំសូមទោសជំនួសនាងផងត្រឹមតែពាក្យសុំទោសមួយម៉ាត់អ្នកចង់ឲ្យរឿងនេះកន្លងផុតទៅដូចរាល់ដងមែនទេដោយកាលពីមុនទៀតមែនទេចុះអូនចង់បានបែបណាស៊ីគ្រាន់តែរៀងរឹងរូបបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែអូនក៏ដឹងស្រាប់ហើយនាងរៀបការហើយថែមទាំងមានជីវិតអាពាហ៍ពិពាហ៍ដែលមិនមានសុភមង្គលទៀតនាងពឹងផ្អែកលើខ្ញុំខ្លាំងបែបនេះគាត់ធ្វើបាបអ្នកក៏ព្រោះតែគាត់ខ្វះភាពកក់ក្ដៅប៉ុណ្ណោះចុះបើអញ្ចឹងអ្នកទៅដណ្ដើមគាត់មកវិញទៅអ្នកទាំងពីរការពារគ្នាទៅវិញទៅមកទើបគ្រប់គ្នាអាចអស់កង្វល់បានអ្នកនិយាយអ្វីហ្នឹងយើងទាំងពីរអ្នកសុទ្ធតែមានម្ចាស់រៀងខ្លួនហើយចុះអ្នកនៅដឹងខ្លួនទៀតថាអ្នកមានម្ចាស់ហើយបានហើយខ្ញុំដឹងថាអូនរងទុក្ខលំបាកច្រើនណាស់យប់នេះបងនឹងត្រឡប់មកនៅក្បែរអូនរាល់ដងតែងតែបែបនេះសម្រាប់គេការត្រឡប់មកផ្ទះនៅជាមួយខ្ញុំមួយយប់គ្រាន់តែជាការធ្វើបុណ្យផ្ដល់ក្តីមេត្តាដ៏ធំធេងដល់ខ្ញុំប៉ុណ្ណោះមិនបាច់ទេទៅនៅជាមួយលូស៊ីរបស់អ្នកទៅខ្ញុំបាននិយាយហើយថាខ្ញុំនឹងនៅក្បែរអ្នកឥឡូវនេះអ្នកសម្រាប់បានច្រើនទៅចាំខ្ញុំមកមើលអ្នកពេលក្រោយចាស់លេងលះឲ្យលឿនទៅជីងមិញលេងលះឲ្យលឿនទៅលេងលះទៅអាលីកញ្ញាសុងអ្នកមិនអីទេគឺដោយសារខ្ញុំមិនបានមើលថែម៉ៅឲ្យបានល្អទើបបានជាវិជ្រោទៅបុកអ្នកសុំទោសផងម៉ៅត្រូវបានគេបញ្ជូនត្រឡប់ទៅវិញហើយម៉ៅគឺអ្នកមែនទេដែលនាំឆ្កែចូលមកជីងមិញវាមិនពាក់ព័ន្ធនឹងស៊ីទេគឺខ្ញុំទេដែលឲ្យនាងយកឆ្កែចូលមកស៊ីរងរបួសនៅផ្ទះម្នាក់ឯងប្រហែលជាអផ្សុកខ្ញុំគ្រាន់តែចង់ឲ្យនាងរកអ្វីកំសាន្តខ្លះតែប៉ុណ្ណោះអ្នកដឹងច្បាស់ថាខ្ញុំមានអាការៈរោមឆ្កែធ្ងន់ធ្ងរតែអ្នកនៅតែឲ្យនាងយកឆ្កែចូលមកក្នុងផ្ទះតើខ្ញុំដឹងទៅមិនកើតខ្ញុំស្មានតែវាគ្រាន់តែជាការធម្មតាអ្នកណាទៅដឹងថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះធម្មតាអីចឹងហ៎កូជីងមីងអ្នកដឹងទេថាការធ្ងន់ធ្ងរអាចបណ្ដាលឲ្យស្លាប់បានក្នុងផ្ទៃខ្ញុំក្នុងពួកខ្ញុំកំពុងមានកូនរបស់អ្នកណាល្មមបានហើយខ្ញុំបានឲ្យស៊ីយកឆ្កែត្រឡប់ទៅវិញហើយរឿងនេះបញ្ចប់ត្រឹមនេះចុះចេញទៅខ្ញុំមិនចង់ឃើញមុខអ្នកទាំងពីរទៀតទេចេញទៅតើអ្នកចង់មកមែនទេស្រឡាញ់ឬមិនស្រឡាញ់ស្រឡាញ់គ្នានៅក្នុងចិត្តគ្រាន់តែជាខ្ញុំពីមុនតែមិនព្រមទទួលស្គាល់ការពិតប៉ុណ្ណោះស៊ីពិតជាចង់បានអ្នកមែនធ្វើបាបលោកស្រីគូដូចជាសាច់ឆ្កែបែបនេះនាងគូពិតជាគ្មានមាត់គ្មានអសោះលោកស្រីគូអ្វីទៅក៏គ្រាន់តែជាក្មេងកំព្រាដែលស្លាប់ទាំងឪពុកម្ដាយមានជាកំណត់ទីថប់សំបីតែពាក់ស្បែកជើងឲ្យយើងក៏មិនស័ក្តិសមដែរខ្ញុំគ្រាន់តែចង់ឲ្យនាងដឹងថាខ្ញុំទើបជាមនុស្សដែលគូជីងមីងស្រឡាញ់ស្មើជីវិតឲ្យតែខ្ញុំព្រមរៀបការគ្រាន់តែញាក់ក្រោយឲ្យគូជីងមីងបន្តិចគេនឹងប្រញាប់ទាត់ស៊ូលីចោលភ្លាមរួចមកតាមសុំខ្ញុំរៀបការវិញពិតជាសមត្ថភាពរបស់ស៊ីយើងមែនលូស៊ីនិយាយត្រូវណាស់គ្រាន់តែនាងកម្រើកដៃហៅគូជីមីងអាពាហ៍ពិពាហ៍4ឆ្នាំរបស់ខ្ញុំនិងគូជីមីងនៅក្នុងក្រសែភ្នែករបស់គាត់នឹងក្លាយជាគ្មានតម្លៃអ្វីទាំងអស់
ស៊ូលីនាងងឺអស់ហើយមែនទេនាងចង់ធ្វើអីចឹងហីកុំចូលមកចិត្តលេងខ្ញុំទៅឯងចង់ធ្វើអីខ្ញុំគ្រាន់តែស្អប់ទឹកមុខរបស់ឯងថ្ងៃនេះឲ្យល្អត្រូវតែបង្រៀនមេរៀនខ្លះឲ្យឯងលេងខ្ញុំទៅថ្ងៃនេះខ្ញុំនឹងវាយមុខឯងឲ្យខុសខ្ទេចខ្ញុំមើលមិនឃើញអ្នកទេតើយើងអាចលេងលេះគ្នាតាមសម្រួលបានទេលូស៊ីស៊ីអ្នកនឹងស្ដាយក្រោយចំពោះទង្វើថ្ងៃនេះស្ដាយក្រោយស៊ូលីរហូតមកដល់ពេលនេះអ្នកនៅតែគិតថានឹងការពារអ្នកមែនទេខ្ញុំទើបជាមិត្តភក្តិដែលធំដឹងក្តីជាមួយគាត់ជាមនុស្សដែលគាត់ស្រឡាញ់បំផុតជន់ធីទោះជាខ្ញុំសម្លាប់អ្នកនៅទីនេះក៏ដោយគាត់នឹងមិនបន្ទោសខ្ញុំឡើយមិនជឿមែនទេចាំមើលទាំងអស់គ្នាទៅវាឲ្យខ្ញុំអ្នកប្រញាប់ឡើងទៀត98 99 100ពួកអ្នកកំពុងធ្វើអីមិនមែនថាទៅក្រៅប្រទេសទេចុះមិនក៏មិនតន់ទៅទៀតកុំប្រាប់ថាអញបដូរចិត្តហើយគិតចង់មកអូសទាញកូនប្រុសខ្ញុំទៀតណាលោកស្រីក៏អ្នកយល់ច្រឡំហើយឯកសារធ្វើដំណើរមិនតន់រួចរាល់ទេពេលរួចរាល់ខ្ញុំនឹងទៅភ្លាមមិនថាអញធ្វើពុតឬស្មោះត្រង់ពេលនេះស្ដាយក្រោយក៏មិនតន់ដែរនេះគឺលោកស្រីបោកគាត់ឲ្យចុះហត្ថលេខាឬក៏គាត់ចុះហត្ថលេខាដោយខ្លួនឯងវាសំខាន់ម្ល៉េះឬទោះជាយ៉ាងណាមនុស្សដែលមានកំណើតដូចជាឯងមិនស័ក្តិសមនឹងឈរនៅក្បែរកូនប្រុសខ្ញុំឡើយមានតែនារីដែលមានត្រកូលខ្ពង់ខ្ពស់ដូចកញ្ញាលោកប៉ុណ្ណោះទើបជាមនុស្សត្រឹមត្រូវសម្រាប់ត្រកូលគូរបស់ខ្ញុំជាមនុស្សដែលគួរឲ្យខ្លាចបន្តិចមែនហើយយ៉ាងណាក៏ដោយចុងក្រោយគឺត្រូវតែចាក់ចេញពីគ្នាឯងនឹងទៅណាដែរគ្មានអ្វីទេលោកប្រធានមានការអ្វីមែនទេខ្ញុំបានឲ្យគេត្រឡប់ទៅមុនហើយចាខ្ញុំឃើញស៊ូលីមិនអីទេខ្ញុំទៅវិញសិនហើយឈឺទេរឿងដែលស៊ីធ្វើដាក់អូនគឺនាងខុសហើយបងបានស្ដីបន្ទោសនាងរួចហើយអូនកុំប្រកាន់ទោសនាងទៀតអីស្ដីបន្ទោសឲ្យនាងមិនមែនត្រឹមតែវីអូនពីរបីដៃទេគឺនាងចង់សម្លាប់អូនចោលគ្រាន់តែអ្នកនិយាយមួយម៉ាត់ស្រាលក៏ត្រូវតែទទួលយកនាងទៅដែរឬកុំនិយាយផ្ដេសផ្ដាសសេជាមនុស្សចិត្តបរិសុទ្ធមិនអាចជាមនុស្សដូចដែលអ្នកនិយាយនោះទេនាងគ្រាន់តែជាចេះប្រច័ណ្ឌមួយពេលពង្វេងស្មារតីមួយពេលតែប៉ុណ្ណោះនាងជាមនុស្សបែបណាពួកយើងស្ដាប់ទាំងអស់គ្នាទៅនឹងដឹងហើយលោកស្រីក៏អ្វីទៅក៏គ្រាន់តែជាក្មេងកំព្រាដែលស្លាប់ទាំងឪពុកម្ដាយមានប្រវត្តិទាបថោកសូម្បីតែមកដោះស្បែកជើងឲ្យយើងក៏មិនស័ក្តិសមផងខ្ញុំចង់ឲ្យនាងដឹងថាខ្ញុំនេះហើយជាមនុស្សដែលនៅក្នុងចិត្តរបស់លោកកាខ្ញុំដឹងតាំងពីយូរមកហើយថាលោកនឹងការពារនាងដោយគ្មានលក្ខខណ្ឌមិនអីទេខ្ញុំបានថតសម្លេងទុកអស់ហើយតែការពិតវាជាអ្វីឲ្យប្រាកដរឿងដែលពួកគេធ្វើដាក់ខ្ញុំនៅក្នុងបន្ទប់ទឹកនោះនឹងត្រូវបង្ហាញជូនតុលាការទាំងអស់ដោយមិនឲ្យខ្វះមួយម៉ាត់ឡើយ
ស៊ូលីកុំធ្វើរឿងឲ្យវាហួសហេតុពេកអីស៊ីស៊ីគ្រាន់តែទេដំណាក់ពីរបីដៃប៉ុណ្ណោះតើអ្នកចាំបាច់ត្រូវតែប្តឹងផ្ដាល់ឲ្យនាងអាម៉ាស់មុខដល់ថ្នាក់នឹងមែនទេគ្រាន់តែទេពីរបីដៃមែនទេកូជីមីងអ្នកដឹងច្បាស់ថាខ្ញុំកំពុងពុះកូនរបស់អ្នកអ្វីដែលអ្នកហៅថាគ្រាន់តែទេពីរបីដៃនោះវាអាចធ្វើឲ្យខ្ញុំនិងកូនស្លាប់ទាំងពីរនាក់បានតែចុះឥឡូវអ្នកមិនអីផងហ្នឹងបើសិនជាស៊ីស៊ីមានប្រវត្តិមិនល្អជាប់ខ្លួនជីវិតរបស់នាងនឹងត្រូវចប់ហើយស៊ូលីឲ្យតែអ្នកព្រមមិនប្តឹងនាងខ្ញុំនឹងត្រឡប់មកនៅផ្ទះវិញហើយខ្ញុំនឹងឲ្យអ្នកសម្រាលកូនឲ្យខ្ញុំជាច្រើនអ្នកទៀតយកព្រមទេចេញទៅខ្ញុំមិនចង់ឃើញមុខអ្នកទេចេញទៅឲ្យឆ្ងាយចេញទៅចិត្តត្រជាក់សិនទៅចេញទៅទូរស័ព្ទនេះខ្ញុំសុំទុកនៅជាមួយខ្ញុំសិនហើយចាំគិតឲ្យច្បាស់សិនចាំតាក់ទងមកខ្ញុំវិញសូមអបអរសាទរអ្នកនាងស៊ូគិតថាការរបស់អ្នកនាងរៀបចំរួចរាល់ហើយអ្វីទាំងអស់គឺរួចរាល់អស់ហើយកូនសម្លាញ់ម៉ាក់នឹងនាំកូនចាក់ចេញពីទីនេះទៅកន្លែងមួយដែលពោពេញដោយសិល្បៈលែងត្រឡប់មកទីនេះទៀតហើយអ្នកនាងស៊ូប្រញាប់ប្រញាល់ចង់ទៅណាដែរមិនពាក់ព័ន្ធនឹងអ្នកទេឯងនេះសំណាងល្អមែនណាច្រើនដងមកហើយដែលខ្ញុំព្យាយាមកម្ចាត់កូនក្នុងពោះរបស់នាងនាងគិតថាខ្ញុំនឹងព្រមឲ្យនាងសម្រាលកូនរបស់លោកកាយេងមេងឬហាស៊ូលីនាងក៏សម្មុខនឹងមានកូនរបស់បងយេងមេងដែរឬសេសបងសេសយកកូនចង្រៃរបស់នាងទៅស្លាប់ទាំងអស់គ្នាទៅគុំបងសេសមិនល្អហើយលោកប្រធានកាមកដល់ហើយថានេះសេសេស៊ូលីជេងមេងជួយខ្ញុំផងខ្ញុំខ្លាចណាស់លែងពួកគេទៅលែងពួកគេទៅលែងពួកគេទៅវាអាស្រ័យលើថាអ្នកចង់សង្គ្រោះនរណាជ្រើសរើសយកតែមួយប៉ុណ្ណោះថ្ងៃនេះអ្នកអាចយកបានតែម្នាក់គត់អ្នកអាចយកបានតែម្នាក់គត់ជីងមីងជួយកូនក្នុងផ្ទៃរបស់ខ្ញុំផងជួយកូនរបស់យើងផងយ៉ាងម៉េចដែរគិតឃើញហើយឬនៅឬមួយក៏ថាអ្នកចង់ឲ្យអ្នកទាំងពីរស្លាប់នៅទីនេះទាំងពីរនាក់កុំស៊ីស៊ីខ្ញុំជ្រើសរើសស៊ីស៊ីឯងត្រូវតែស្លាប់ជីងមីងខ្ញុំពិបាកក្នុងខ្លួនណាស់ស៊ី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 មូលហេតុដែលខ្ញុំប្រាប់អ្នកគ្រប់យ៉ាងខ្ញុំសង្ឃឹមថាអ្នកនឹងមិនបោះបង់ខ្ញុំចោលទេមានតែនៅបូស្តុនប៉ុណ្ណោះខំប្រឹងថែរក្សាទាំងយប់ទាំងថ្ងៃរហូតដល់អ្នកពេញចិត្តខ្ញុំនឹងបង្ហាញអ្នកឲ្យឃើញពីអ្វីដែលអ្នកជឿជាក់យើងរស់នៅជាមួយគ្នា4ឆ្នាំហើយតែដូចគ្មានន័យអ្វីសោះមើលទៅអ្នកចេះតែធ្វើបាបខ្ញុំម្ដងហើយម្ដងទៀតពេញ1ឆ្នាំនេះខ្ញុំអស់សង្ឃឹមហើយឈប់ស្រឡាញ់អ្នកទៀតហើយកូជីងមីង
ស៊ូលីនាងភ្ញាក់ហើយឬកូនកូនរបស់ខ្ញុំនៅណាយើងរក្សាកូនទុកមិនបានទេហេតុអ្វីបានជាអ្នកទាំងអស់គ្នាដណ្ដើមយកមនុស្សជាទីស្រឡាញ់តែម្នាក់គត់របស់ខ្ញុំទៅហេតុអ្វីទៅកូនរបស់ម៉ាក់កូនរបស់ខ្ញុំកុំតន់រំភើបអីរងចាំខ្ញុំវះកាត់សិនអ្នកត្រូវតែរក្សាកម្លាំងស៊ីស៊ីបានជួបការភ័យខ្លាចយ៉ាងខ្លាំងហើយមិនទាន់ដឹងខ្លួននៅឡើយទេប៉ុន្តែគេបាននិយាយថាត្រូវតែប្រើសុកស្រស់ទើបអាចជួយសង្គ្រោះនាងបានដូច្នេះហើយខ្ញុំត្រូវតែយកសុកពីក្នុងខ្លួនអ្នកដែលកំពុងតែបង្កើតជាកូនដើម្បីកុំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំបន្តិចទៀតនឹងមិនចាក់ថ្នាំស្ពឹកទេអ្នកទ្រាំបន្តិចទៅអ្នកនិយាយអ្វីគូជីងមីងអ្នកខុសហើយគូជីងមីងលេងដៃឲ្យខ្ញុំលេងខ្ញុំទៅសម្រាប់ព្យាបាលជំងឺឲ្យស្រួលបួលទៅបងសន្យាជាមួយអូនហើយថ្ងៃក្រោយបងនឹងផ្លាស់មកនៅផ្ទះវិញនិយាយពាក្យណាគឺធ្វើតាមពាក្យនោះមិនចាំបាច់ទេខ្ញុំស្អប់អ្នកមួយជីវិតនេះខ្ញុំមិនចង់ឃើញមុខអ្នកទៀតទេខ្លួនដែលលាក់កំបាំងនេះក៏ដើរចេញទៅយ៉ាងស្ងៀមស្ងាត់រូបភាពដែលខ្ញុំប្រាថ្នាត្រូវបានរលាយបាត់បំណែកដែលបែកបាក់ខ្ញុំធ្វើជាភ្លេចវាចោលអ្វីដែលហៅថាភាពរុងរឿងស្មានថាជាជ័យលាភីនៃវាសនារៀបចំប្រញាប់ប្រញាល់ពេកកុំប្រកាន់អីណាខ្ញុំចូលចិត្តវាណាស់រៀបចំប្រញាប់ប្រញាល់ពេកកុំប្រកាន់អីខ្ញុំចូលចិត្តវាណាស់អូនមិនចូលចិត្តទេរៀបចំមានភាពប្រញាប់ប្រញាល់ពេកខ្ញុំនឹងក្លាយជាម្ដាយគេហើយកូនរបស់ខ្ញុំគេចាក់ចេញពីខ្ញុំទៅហើយគ្មានអ្នកណារងចាំខ្ញុំទៀតទេការអត់ធ្មត់ស្ងៀមស្ងាត់ប៉ាម៉ាក់សុំទោសកូនប៉ាមិនបានការពារកូនឲ្យបានល្អទេកូនខកចិត្តនឹងម៉ាក់ខ្លាំងណាស់មែនទេក្តីសង្ឃឹមទៅចាប់ជាតិក្នុងគ្រួសារដែលល្អជាងនេះចុះតើនឹងមានប៉ាដែលស្រឡាញ់កូនជាងនេះទេតែគ្មានកន្លែងសម្រាប់ពឹងអាស្រ័យតើត្រូវថយក្រោយដល់ពេលណាទៀតទោះបីជាគ្រប់យ៉ាងមើលទៅដូចធម្មតាក៏ដោយទុកអតីតកាលឲ្យនៅឆ្ងាយ
សូមជួយចុច like subscribe និង share ដើម្បីគាំទ្រដល់កម្មវិធីសង្ឃឹមថាអ្នកនឹងមិនស្ដាយក្រោយជៀនមឹងអរគុណណាជីមីងអ្នកកើតអីហ្នឹងចម្លែកណាស់ជំងឺក្រពះរបស់ខ្ញុំមិនដែលរើឡើងវិញយូរហើយហាមផឹកទឹកកកសុទ្ធតែមានក្រពះមិនល្អដល់ពេលជិះឡើងមកគឺឈឺខ្លួនឯងហ្នឹងពីមុនស៊ូលីតែងតែមើលថែរឿងអាហារហូបចុករបស់ខ្ញុំមួយរយៈនេះស៊ូលីបានមកក្រុមហ៊ុនខ្លះទេអត់ទេគេពិតជាពូកែក្លបិចមែនយូរដល់ថ្នាក់នេះហើយគេនៅខឹងនឹងខ្ញុំទៀតមែនទេគេមិនខ្លាចទេថាខ្ញុំខឹងខ្លាំងនឹងលេងលេះជាមួយគេពិតប្រាកដមែននោះជីមីងខ្ញុំមិនបានតែប៉ុន្មានថ្ងៃមកនេះគាត់គ្មានទូរស័ព្ទប្រើទេមិនចម្លែកទេដែលគាត់មិនទូរស័ព្ទមកសោះចុះមិនបានទូរស័ព្ទកញ្ញាស៊ូលីនៅទីនេះខ្ញុំបានរឹបអូសទូរស័ព្ទនាងទុកហើយនាងពិតជាល្ងងខ្លៅមែនមិនចេះសំបីតែមកអង្វរខ្ញុំពិតជាមនុស្សស្រីដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍សោះជីងមីងមិនបានទេខ្ញុំនឹងយកវាទៅផ្ទះដើម្បីមើលបន្តិចជីងមីងខ្ញុំអាលីតើអ្នកនៅផ្ទះទេអាលីជីងមីងស៊ូលីចឹងមីងស៊ូលីលែងត្រូវការទៀតហើយហ៊ូជីនមីងខ្ញុំស្អប់អ្នកមួយជីវិតនេះខ្ញុំមិនចង់ឃើញមុខអ្នកទៀតទេស៊ូលីតើអ្នកមិនអាចស្អប់ខ្ញុំពិតមែនទេអ្នកគ្រាន់តែជីពូកុំស្មានថាធ្វើបែបនេះឲ្យខ្ញុំភ័យស្លន់ស្លោឲ្យសោះកុំសុបិនអីបើចង់ទៅក៏កុំត្រឡប់មកវិញនេះជាអ្វីលិខិតលែងលេះមិនអាចទៅរួចទេខ្ញុំមិនដែលឃើញវាពីមុនមកសោះខ្ញុំមិនដែលលិខិតលែងលេះមិនអាចទៅរួចទេខ្ញុំមិនដែលចុះហត្ថលេខាលើឯកសារនេះឡើយជីងមីងកុំទាន់អើខឹងអីកន្លងមកទោះបីជាបងប្រព្រឹត្តចំពោះនាងយ៉ាងណាក៏ដោយក៏នាងនៅតែព្យាយាមតោងជាប់នឹងបងដែរតាមចរិតនាងបែបនេះតើនាងហ៊ានសុំលែងលះបងដោយរបៀបណាទៅខ្ញុំយល់ថានាងគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍បងដើម្បីលេងល្បិចបោកបញ្ឆោតតែប៉ុណ្ណោះត្រូវហើយនាងនិយាយត្រូវស៊ូលីកុំស្មានថាប្រើល្បិចកលនេះមកគំរាមខ្ញុំបានឲ្យសោះបើឯងហ៊ានទៅមែននោះខ្ញុំនឹងមិនខាត់ឯងតតែសោះជីងមីងហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងម្ល៉េះតើវាអាចទៅរួចទេថាខ្ញុំពិតជាកំពុងតែបាត់បង់នាងមែនឬខ្ញុំមិនជឿទេខ្ញុំមិនជឿឡើយជីងមីងជីងមីង
នេះជាចិញ្ចៀនដែលនាងស្រឡាញ់ជាងគេបំផុតចិញ្ចៀននេះកាលពីរៀបចំពិធីមង្គលការកន្លងមកខ្ញុំគ្មានអារម្មណ៍ជ្រើសរើសចិញ្ចៀនឲ្យនាងសំបីតែបន្តិចឲ្យលោកគាត់ទៅទិញយកមួយណាក៏បានដែរទៅមិននឹកស្មានថាវាមានតម្លៃដល់ថ្នាក់នេះទេខ្ញុំចូលចិត្តវាណាស់នេះជារបស់ដែលនាងចូលចិត្តបំផុតតើនាងពិតជាលែងត្រូវការខ្ញុំមែនទេខ្ញុំមិនជឿទេខ្ញុំមិនជឿថានាងនឹងចាក់ចេញពីខ្ញុំបែបនេះទេខ្ញុំមិនជឿឡើយខ្ញុំត្រូវតែទៅសួរនាងឲ្យបានច្បាស់តើវាមានរឿងអ្វីកើតឡើងម៉ាក់ស៊ូលីបាត់ខ្លួនហើយនាងបន្សល់ទុកឲ្យខ្ញុំនៅលិខិតលេងលេះខ្លាំងៗមួយនាងយករបស់ទាំងអស់ទៅជាមួយអស់ហើយនាងបានចាក់ចេញពីត្រកូលស៊ូហើយតើចាក់ចេញពីត្រកូលស៊ូអីទៅគឺខ្ញុំទេដែលឲ្យលុយនាង5លានទើបនាងព្រមយកលុយហើយចាក់ចេញទៅដោយស្រួលអ្វីណាហើយលិខិតលេងលេះនោះក៏មិនមែនជារបស់ខ្លាំងៗដែរនោះគឺជាអ្វីដែលខ្ញុំផ្ទាល់ដៃប្រកូលជូនអ្នកប៉ុន្តែអ្នកគឺជាអ្នកចុះហត្ថលេខាដោយផ្ទាល់តើអ្នកភ្លេចអស់ហើយឬរឿងរ៉ាវរវាងអ្នកនិងលូស៊ូស៊ីឥឡូវនេះកំពុងតែល្បីសុសសាយពេញបណ្ដាញសង្គមវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនតើអ្នកមិនគិតចង់ដោះស្រាយអ្វីខ្លះទេគឺជានាងស៊ូលីដែលមកទីនេះមែនទេក្រៅពីចេះតែប្រច័ណ្ឌដណ្ដើមគ្នាតើនាងចេះធ្វើអ្វីខ្លះទៀតប្រាប់ទៅនាងឲ្យនៅផ្ទះឲ្យស្ងៀមស្ងាត់ទៅកុំទៅបង្កចំនួននៅខាងក្រៅទៀតខ្ញុំរវល់គ្រប់គ្រាន់ហើយជីងមីងខ្ញុំពិតជាមិនដឹងអ្វីទាំងអស់អំពីលិខិតលេងលេះអ្វីនោះទេអ្នកបានឲ្យលុយនាង50លានហើយថែមទាំងបោកបញ្ឆោតឲ្យខ្ញុំចុះហត្ថលេខាលេងលេះមកទៀតតើអ្នកនៅមានចិត្តអ្វីទៀតទៅនាងជាប្រពន្ធរបស់ខ្ញុំតើអ្នកមានសិទ្ធិអ្វីមកឲ្យនាងចាក់ចេញខ្ញុំមិនចូលចិត្តនាងពិតមែនតែក្រៅពីឲ្យលុយកាក់នាងខ្លះខ្ញុំមិនបានធ្វើអ្វីខុសទេអ្នកដែលដេញនាងឲ្យទៅពិតប្រាកដនោះគឺជារូបអ្នកឯងនឹងអ្នកដែលដេញនាងឲ្យទៅពិតប្រាកដនោះគឺជារូបអ្នកឯងនឹងមានន័យថាម៉េចចាប់តាំងពីកូននាំនាងមកផ្ទះត្រកូលគូនេះមករាល់សកម្មភាពរបស់អ្នកទាំងពីរក្នុងនាមជាម្ដាយម៉ាក់មើលឃើញច្បាស់ណាស់ទោះជាកូនរៀបការជាមួយស៊ូលីក៏ដោយតែកូនមិនដែរនាំនាងទៅចូលរួមកម្មវិធីផ្លូវការណាមួយសោះជីងមីងកូនចង់ទៅណាតើត្រូវការឲ្យខ្ញុំទៅជាមួយទេមិនបាច់ទេអ្នកមិនដឹងអ្វីទាំងអស់ទៅដល់ក៏យប់អស់ហើយដែរគ្រាន់តែលូស៊ីស៊ីត្រឡប់មកវិញអ្នកក៏ប្រញាប់ប្រញាល់នាំនាងដើរលេងគ្រប់កន្លែងដើរជាមួយគ្នាដូចជាគូស្នេហ៍ផ្ទុយទៅវិញស៊ូលីនាងយកចិត្តទុកដាក់គ្រប់យ៉ាងដើម្បីអ្នកព្យាយាមធ្វើគ្រប់រឿងដើម្បីអ្នកចុះអ្នកវិញអ្នកមិនដែលសម្លឹងមើលនាងម្ដងណាឡើយខ្ញុំនឹងមានសំណាងដ៏រឹងមាំមួយស្ដាប់សំឡេងខ្យល់បក់នៅលើផ្ទៃមេឃដ៏ធំល្វឹងល្វើយប្រៀបដូចជាអ្នកដែលខ្ញុំស្រឡាញ់ខ្លាំងស្ថានភាពគ្រួសាររបស់នាងពិតជាមិនស័ក្តិសមនឹងត្រកូលគូរបស់យើងមែនប៉ុន្តែបើកូនស្រឡាញ់នាងចេញពីចិត្តក្នុងនាមជាម្ដាយម្នាក់នេះតើហ៊ានឯណាទៅបំបីគូគេក៏ព្រោះតែឃើញអាកប្បកិរិយាប្រងើយកន្តើយរបស់អ្នកទើបខ្ញុំសម្រេចចិត្តបែបនេះសម្រាប់អ្នកនាងគ្រាន់តែជាមនុស្សដែលគ្មានតម្លៃអ្វីទាំងអស់ទើបខ្ញុំមានចិត្តស្ងប់ក្នុងការបណ្ដេញនាងចេញពីផ្ទះអ្នកណាថាជានាងជាមនុស្សគ្មានតម្លៃនោះមិនមែនទេនាងមិនមែនទេខ្ញុំគ្រាន់តែរវល់ខ្លាំងពេករវល់រហូតគ្មានពេលមើលថែផ្ទះសម្បែងប៉ុន្តែអ្នកមិនគួរសម្រេចចិត្តផ្ដេសផ្ដាសបែបនេះទេខ្ញុំមិនដែលគិតចង់លេងលេះជាមួយនាងទេខ្ញុំព្រមទទួលស្គាល់ថាប៉ុន្មានឆ្នាំមកនេះខ្ញុំបានត្រជាក់ត្រជុំដាក់នាងតែអាលីជាមនុស្សយកការបំផុតនាងប្រកាសជាយល់ពីខ្ញុំមិនខានអ្នកយកអ្វីមកធ្វើជាមូលដ្ឋានថាអ្នកយកចិត្តនាងតើគេត្រូវតែយកចិត្តអ្នកមែនទេតើអ្នកធ្លាប់គិតទេថាអ្វីដែលអ្នកចង់បានពិតប្រាកដគឺប្រពន្ធម្នាក់ឬក៏ជាមនុស្សយន្តដែលគ្មានគំនិតគ្មានអារម្មណ៍ដែលចាំតែនៅជុំវិញខ្លួនអ្នកគ្រប់គ្រាន់ហើយឯកសារលេងលេះត្រូវបានចុះហត្ថលេខារួចហើយនាងក៏ចាក់ចេញទៅបាត់ហើយដែរ
ក្នុងនាមអ្នកជាអ្នកបន្តវេនរបស់ក្រុមហ៊ុន Gap អ្នកក៏គួរតែត្រៀមខ្លួនដើម្បីគ្រួសារត្រកូល Gap ដែររឿងសំខាន់គឺអ្នកត្រូវរកនារីម្នាក់ដែលអាចជួយការងាររបស់អ្នកបានឧទាហរណ៍ដូចជានារីដែលធ្លាប់ជួយអ្នកឲ្យទទួលបានកិច្ចសន្យាជាមួយក្រុមហ៊ុនមួយអញ្ចឹងតើប៉ុន្មានឆ្នាំមកនេះខ្ញុំបានធ្វើបាបនាងមែនទេជាងមីងអ្នកមីងនិយាយត្រូវហើយជាមួយនឹងជាតិកំណើតរបស់អ្នកបែបនេះគឺគួរតែរកអ្នកដែរគ្រាន់តែជាកូនអុកសម្រាប់ជួយដល់មុខជំនួញរបស់គាត់ប៉ុណ្ណោះជីងមីងស៊ូលីនាងមិនចេះអ្វីទាំងអស់អ្នកបានចិញ្ចឹមនាងអស់រយៈពេល4ឆ្នាំមកហើយសង្គុណដែលនាងធ្លាប់ជួយសង្គ្រោះជីវិតអ្នកកាលពីមុនគួរតែសង្អស់តាំងពីយូរមកហើយខ្ញុំទេដែលជាមនុស្សតែស័ក្តិសមបំផុតសម្រាប់អ្នកអ្នកកំពុងធ្វើអ្វីកុំភ្លេចឲ្យសោះគម្រោងសាខាក្រុមហ៊ុនគឺដោយសារតែមានឯកសាររចនារបស់ខ្ញុំទើបអាចចុះកិច្ចសន្យាធំជាមួយក្រុមហ៊ុនមីបានជីងមីងខ្ញុំទេដែលជាស្រីម្នាក់ដែលអាចជួយដល់មុខជំនួញរបស់អ្នកហើយក៏ជាមនុស្សម្នាក់ដែលស័ក្តិសមឈរនៅលើកំពូលភ្នំជាមួយអ្នកកុំភ្លេចឲ្យសោះអ្នកមានគ្រួសារហើយណាចុះបើមានហើយយ៉ាងម៉េចឲ្យតែបងនិយាយមួយម៉ាត់មកអូនអាចលេងលះបានគ្រប់ពេលរួចរៀបការជាមួយបងជីងមីងតែអូនទៅក្រៅប្រទេសហើយរៀបការនោះគឺព្រោះតែអូនខឹងបងនឹងក្នុងចិត្តអូននៅតែមានបងជានិច្ចម្យ៉ាងទៀតបងមិនដូចគ្នាដែរឬអូនបងហ៊ាននិយាយទេថាបងមិនស្រឡាញ់អូនហ៊ាននិយាយទេថាបងមិនស្រឡាញ់អូនបើបងមិនស្រឡាញ់អូនចុះពីមុនមកហេតុអ្វីបានជាពេលឮដំណឹងថាអូនរៀបការបងបែរជាខូចចិត្តរហូតជួបគ្រោះថ្នាក់ចរាចរណ៍បើបងមិនស្រឡាញ់អូនតែហេតុអ្វីបានជាបងធ្វើបែបនេះម្ដងហើយម្ដងទៀតសម្រាប់ស៊ូលីជីងមីងសារភាពមកអ្នកស្រឡាញ់ខ្ញុំម្នាក់គត់ជីងមីងយើងផ្ដល់ឱកាសឲ្យគ្នាម្ដងទៀតបានទេសូមជួយចុច Like Subscribe និង Share ដើម្បីគាំទ្រដល់កម្មវិធីរបស់យើងបូជាកាយថ្វាយជីវិតឲ្យគេតែអ្វីដែលទទួលបានមកវិញគឺការក្បត់និងការខកចិត្តម្ដងហើយម្ដងទៀតសំណាងល្អហើយតែពេលនេះអ្វីអាចចាប់ផ្ដើមឡើងវិញបានមិត្តរួមថ្នាក់ថ្ងៃនេះជាថ្ងៃបើកពិព័រណ៍សិល្បៈនៅសាលាចង់ចូលទៅមើលទេខ្ញុំទៅចុះទៅទាំងអស់គ្នាសិនវៃពិតជាសាលាសិល្បៈលំដាប់កំពូលមែនមិននឹកស្មានថាមានស្នាដៃសិល្បៈមួយច្រើនបែបនេះសោះភ្ញាក់ឡើងភ្ញាក់ខ្លួនឡើងនេះមិនមែនជារូបគំនូររបស់ខ្ញុំទេកាលពីមុនដើម្បីរកលុយព្យាបាលជំងឺឲ្យយ៉ាងមិញខ្ញុំបានលក់ទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះសូម្បីតែរូបគំនូរមួយនេះក៏ជាការជួយលក់ពិសេសច្បងក្នុងរោងល្ខោនដែរហេតុអ្វីបានជាវាមកនៅទីនេះទៅវិញរូបគំនូរមួយនេះខ្ញុំបានដាក់ឈ្មោះវាថារឿងរ៉ាវព្រោះរូបគំនូរនេះបានបើកឆាកនៃរឿងរ៉ាវជាច្រើនតែពេលនេះប្រហែលជាត្រូវបដូរឈ្មោះទៅជា
កំណើតថ្មីវិញហើយសងចេញញៀនមិនបានជួបគ្នាយូរហើយណាមិនបានជួបគ្នាយូរហើយសាស្ត្រាចារ្យលិនដើម្បីស្វាគមន៍ការមកដល់របស់អ្នកខ្ញុំបានរៀបចំការតាំងពិព័រណ៍គំនូរនេះឡើងជាពិសេសសង្ឃឹមថាអ្នកនឹងអាចបំភ្លេចរាល់ការឈឺចាប់ក្នុងអតីតកាលនៅក្នុងវិមានសិល្បៈដ៏អស្ចារ្យមួយនេះការចាប់ផ្ដើមជីវិតថ្មីដ៏រុងរឿងតើនេះជាពិព័រណ៍គំនូរដែលលោកគ្រូធ្វើឲ្យខ្ញុំមែនទេតើឯងគិតថាយ៉ាងម៉េចដែរតើមួយផ្ទាំងនេះអ្នកណាជាអ្នកទិញទៅតើគឺជាលោកមែនទេប្រកាសជាមិនមែនទេគឺជាខ្ញុំស្នាដៃរបស់នាងមួយផ្ទាំងនេះមានតម្លៃខ្លាំងណាស់ប្រសិនបើដាក់លក់លើទីផ្សារវាមិនងាយស្រួលនឹងលក់ចេញឡើយការនោះដើម្បីជួយនាងឲ្យឆ្លងផុតភាពលំបាកទើបខ្ញុំសុខចិត្តទិញវាទុកអូបែបនេះសោះក៏ព្រោះតែហេតុផលនេះឯងទើបខ្ញុំមានឱកាសបានទៅផ្ទះរបស់គាត់ហើយឃើញគំនូរដែលគាត់ស្រឡាញ់ទុកនោះខ្ញុំកោតសរសើរខ្លាំងណាស់ចំពោះស្ទីលគំនូរមួយនេះដូច្នេះខ្ញុំក៏តាមសួរគាត់មិនឈប់ថាអ្នកណាជាអ្នកគូរវាឲ្យប្រាកដនេះក៏ជាមូលហេតុដែលប៉ុន្មានឆ្នាំមកនេះតែខ្ញុំទូចចង់ឲ្យនាងមកធ្វើជាសិស្សរបស់ខ្ញុំជឿជាក់ថាអ្នកពិតជានឹងសម្រេចបាននៅភាពជោគជ័យដ៏អស្ចារ្យក្នុងវិស័យសិល្បៈសាស្ត្រាចារ្យលីនអរគុណលោកគ្រូដែលបានមើលឃើញសមត្ថភាពរបស់នាងខ្ញុំលោកសុងអរគុណបងដែរតែតែងតែជួយខ្ញុំកន្លងមកមិនអីទេស៊ូលីបងរងចាំអូនជាច្រើនឆ្នាំមកហើយពេលនេះទីបំផុតបងក៏បានជួបអូនបងសុងហេតុអ្វីបានជាបងមើលមកអូនបែបនេះគ្មានអ្វីទេស៊ូលីសូមស្វាគមន៍ដែលបានចូលរួមជាមួយពួកយើងលើកនេះបងនឹងមិនឲ្យអ្នកណាម្នាក់មកដណ្ដើមអូនទៅពីបងទៀតឡើយខ្ញុំនៅចាំបានថាកាលពីមុនពួកយើងរៀននៅសាកលវិទ្យាល័យតែមួយបងជាមនុស្សដែលល្បីឈ្មោះខ្លាំងណាស់ក្នុងសាលាមានស្រីជាច្រើនចូលចិត្តបងអីចឹងហេចុះហេតុអ្វីបានជាបងមិនចូលចិត្តខ្ញុំកាលនោះខ្ញុំវាល្ងងខ្លាំងណាស់ដែលទៅលងស្រឡាញ់មនុស្សម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំសូម្បីបន្តិចចំណាយពេលនិងកម្លាំងចិត្តទាំងអស់ទៅលើគេតើអ្នកណាទៅដឹងថាគេមិនបានខ្វល់ពីយើងតតែសោះប្រហែលជាមនុស្សធម្មតាដូចជាខ្ញុំគួរតែភ្ញាក់ពីសុបិនតាំងពីយូរមកហើយកុំនិយាយផ្ដេសផ្ដាសក្នុងក្រសែភ្នែករបស់បងអូននៅតែជាមនុស្សដែលភ្លឺថ្លាជាផ្កាយដែលចែងចាំងជាងគេបំផុតស៊ូលីសាឡបងបើកចិត្តម្ដងទៀតទេអ្វីណាធ្វើជាសង្សារនឹងបងទៅកុំលេងសាច់អីស៊ុបហឺយើងគ្រាន់តែជាអតីតសិស្សសាលាជាមួយគ្នាបើគិតទៅបើមិនមែនព្រោះតែបងធ្លាប់ជួយខ្ញុំលក់គំនូរយើងប្រហែលជាមិនដែលនិយាយគ្នាមួយម៉ាត់ផងសម្រាប់បងមិនមែនគ្រាន់តែជាសិស្សសាលាជាមួយគ្នាទេអូនគឺជាអ្នកនោះកាលនៅរៀនក្មេងស្រីដែលចង់ឈ្នះលេខ1គ្រប់រឿងអូនសុខចិត្តតែដើម្បីគំនូរមួយផ្ទាំងឃុំខ្លួនឯងនៅក្នុងបន្ទប់គូគំនូរអស់ជាច្រើនថ្ងៃច្រើនយប់មិននឹកស្មានថាខ្លួនខ្ញុំកាលពីមុនពោពេញដោយជីវិតបែបនេះស៊ូលីតែកាលពីមុនបងមិនហ៊ាននិយាយព្រោះពេលនោះអូនកំពុងនៅជាមួយគូជីងមីងប៉ុន្តែពេលនេះអ្នកទាំងពីរបានបែកគ្នាហើយចុះសាកល្បងជាមួយខ្ញុំវិញទៅគេពោលថាវិធីដែលល្អបំផុតដើម្បីបំភ្លេចស្នេហាចាស់គឺការចាប់ផ្ដើមស្នេហាថ្មីមែនទេប៉ុន្តែធ្វើបែបនេះហាក់បីដូចជាមិនយុត្តិធម៌សម្រាប់អ្នកឡើយមិនអីទេសម្រាប់ខ្ញុំសុំជាងនាងខ្ញុំសុខចិត្តជានិច្ច
ក្នុងការคลายជីជំរកចុងក្រោយសម្រាប់អ្នកអ្នករៀបចំផ្ទះបានយ៉ាងកក់ក្ដៅណាស់មើលទៅអ្នកពិតជាចេះរស់នៅមែនពិតមែនហើយចង់ញ៉ាំអីដែរយប់នេះខ្ញុំនឹងធ្វើម្ហូបឲ្យអ្នកសាកល្បងក៏បានដែរប៉ុន្តែសូមនិយាយទុកជាមុនសិនខ្ញុំមិនទាន់យល់ព្រមទេណាធ្វើជាសង្សារនឹងគ្នានឹងគ្រាន់តែសាកល្បងស្វែងយល់ចិត្តគ្នាសិនបានតើអ្វីគ្រប់យ៉ាងតាមចិត្តអូនចុះបងជួយអូនណាមិនបាច់ទេផ្ទះបាយគឺជាសមរភូមិសម្រាប់បុរសអ្វីដែលអូនត្រូវធ្វើគឺគ្រាន់តែលាងដៃឲ្យស្អាតទៅបានហើយអាឡូជីមិញបងត្រឡប់មកវិញហើយមែនទេមានការអីខ្ញុំមិនត្រឡប់ទៅវិញទេតែខ្ញុំធ្វើម្ហូបដែលបងចូលចិត្តច្រើនណាស់ទោះបងមិនត្រឡប់ទៅវិញក៏អូនមិនចេះរកអីញ៉ាំដោយខ្លួនឯងមែនទេកុំធ្វើដូចជាអូនធ្វើគ្រប់យ៉ាងដើម្បីបងឲ្យសោះខ្ញុំមានការបន្តិចសូមដាក់ទូរស័ព្ទសិនហើយជីមីងម្ហូបនេះពិតជាមានទាំងក្លិននិងរសជាតិឆ្ងាញ់ណាស់មានរឿងអីមែនទេនេះតើនេះជាអ្វីទៅរីករាយថ្ងៃកំណើតអាយុ21ឆ្នាំរបស់អ្នកខ្ញុំអាយុ25ឆ្នាំទៅហើយកាលពីអ្នកអាយុ21ឆ្នាំពេលអ្នកចូលលើវេទិកាទទួលពានរង្វាន់អ្នកពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំបានលងស្រឡាញ់អ្នកតាំងពីឃើញលើកដំបូងគ្រប់ឆ្នាំបន្ទាប់ពីនោះខ្ញុំតែងតែត្រៀមអំណោយជូនអ្នកគ្រាន់តែពេលនោះខ្ញុំខ្លាចថាវាអាចរំខានដល់អ្នកទើបមិនបានជូនអ្នកទៅវិញឥឡូវនេះអ្នកបានត្រឡប់មកវិញហើយមានព្រះជាម្ចាស់ជួយក៏បានផ្ដល់ឲ្យខ្ញុំនៅសិទ្ធទទួលបានកាដូពិតជាមិននឹកស្មានដល់ក្នុងពេលដែលខ្ញុំរត់តាមកែយេងមិញអស់ជាច្រើនឆ្នាំក៏នៅមានម្នាក់ទៀតតែតែងតែចាំគាំទ្រខ្ញុំគាត់ឃើញពីភាពឆ្លាតវៃឃើញពីភាពឯករាជ្យនិងភាពរឹងមាំរបស់ខ្ញុំនៅក្នុងជីវិតនេះអ្វីដែលកែយេងមិញមិនដែលមើលឃើញគាត់សុទ្ធតែមើលឃើញទាំងអស់រូបគំនូររបស់នាងមិនអន់ទេស៊ូលីមានរឿងអីមែនទេលោកគ្រូខ្ញុំចាំបានថាកាលពីមុននាងធ្លាប់ជាអ្នករចនាម៉ូដឲ្យក្រុមហ៊ុន Group មែនទេបាទចាស់ប៉ុន្តែខ្ញុំបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុននោះរួចហើយតើមានការអ្វីដែរឬក្រុមហ៊ុនរបស់អ្នកហួសហេតុពេកហើយហ៊ានដាក់ស្នាដៃរចនាដែលខ្វះខាតព័ត៌មានលម្អិតបែបនេះមកតើចង់ទារលុយថ្លៃរចនាបន្ថែមពីខ្ញុំឬយ៉ាងណាមិនមែនទេតើរចនាស្អីគេនេះរបស់កំពេចកំពកបែបនេះក៏ហ៊ានយកមកដាក់នៅក្រុមហ៊ុនមួយដែរសូម្បីតែធុងសម្រាមក៏គេមិនយកដែរនេះមិនមែនជាប្លង់រចនាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលខ្ញុំផ្ដល់ឲ្យក្រុមហ៊ុនមួយទេតើលោកជាអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនមួយមែនទេទាំងខ្ញុំនិងសាស្ត្រាចារ្យលីនសុទ្ធតែជាអ្នកគ្រប់គ្រងរួមរបស់ក្រុមហ៊ុនមួយនេះវាមិនមែនជាលូស៊ីស៊ីលួចយកស្នាដៃខ្ញុំទៅហើយថែមទាំងកុហកខ្ញុំថាស្នាដៃខ្ញុំមិនត្រូវបានជ្រើសរើសតែអ្វីដែលនាងមិនដឹងនោះគឺខ្ញុំគ្រាន់តែឲ្យគាត់នៅក្រុងឆ្អឹងខ្លះប៉ុណ្ណោះមិនបានលម្អិតចំណុចតូចតាចទេខ្ញុំមើលឃើញច្បាស់ណាស់ឯងអាចរក្សាវត្ថុដើមដ៏ធំធេងនេះទុកបានហេតុអ្វីក៏មិនដឹងលោកគ្រូសិស្សច្បង
ខ្ញុំលែងមានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុននោះទៀតហើយពួកអ្នកចង់ដោះស្រាយយ៉ាងណាក៏តាមចិត្តចុះមិនចាំបាច់ខ្វល់ពីមុខមាត់ខ្ញុំទេជីងមីងអ្នកកំពុងធ្វើស្អីលោកគូទស្សនាវដ្តីនេះគួរឲ្យចង់មើលដល់ថ្នាក់នឹងមែនទេវាស្អាតជាងខ្ញុំទៀតអេអ្នកកំពុងលេងជាមួយភ្លើងហើយអ្នកណាអនុញ្ញាតឲ្យអញស្លៀកឈុតនេះគូជីងមីងអ្នកសន្យាថានឹងនៅជាមួយខ្ញុំហើយតើប៉ុន្មានថ្ងៃមកនេះអ្នកមិនព្រមប៉ះពាល់ខ្ញុំសោះតើអ្នកចង់មានន័យថាម៉េចតើក្នុងចិត្តរបស់អ្នកនៅមាននាងស៊ូលីមែនទេកុំនិយាយផ្ដេសផ្ដាសចុះតើអ្នកមានសកម្មភាពអ្វីមកបញ្ជាក់ឲ្យខ្ញុំឃើញទេខ្ញុំមានការងារត្រូវធ្វើជីងមីងគូជីងមីងជីងមីងខ្ញុំស្លៀកបែបនេះស្អាតទេមនុស្សដែលខ្ញុំចង់រៀបការជាមួយគឺស៊ឺតាមមិនមែនទេហេតុអ្វីបានជាក្នុងខួរក្បាលខ្ញុំមានតែមុខស៊ូលីតើខ្ញុំពិតជាបានស្រឡាញ់នាងតាំងពីពេលណាមកជីងមីងមានរឿងអីកើតឡើងជីងមីងកុំទៅចោលខ្ញុំបានទេខ្ញុំពិតជាខ្លាចខ្លាំងណាស់ខ្ញុំខ្លាចថាអ្នកនឹងចាក់ចេញពីខ្ញុំខ្លាចថាអ្នកនឹងបោះបង់ចោលខ្ញុំអ្នកក៏ដឹងដែរខ្ញុំមានតែអ្នកម្នាក់គត់ស៊ីជីងម៉ឹងប្រសិនបើអ្នកមិនត្រូវការខ្ញុំទៀតតើខ្ញុំរស់នៅដើម្បីអ្វីទៅស្លាប់ទៅវិញប្រសើរជាងអូនកំពុងធ្វើអីហ្នឹងអ្នកណាថាលោកមិនត្រូវការអូនកុំធ្វើរឿងឈួតបែបនេះអីជីងម៉ឹងលោកម្ចាស់មិនស្រួលទេគម្រោងដែលយើងចង់សហការជាមួយក្រុមមួយកំពុងមានបញ្ហាហើយវាភ្លាមពេកហើយលោកម្ចាស់វាមានរឿងអីកើតឡើងលោកអគ្គនាយកឯកសាររចនាដែលនាយិកាលោកបានផ្ដល់ជូនក្រុមហ៊ុនមីកំពុងមានបញ្ហាបាត់បង់ប្លង់សំខាន់មួយចំនួនតំណាងខាងនោះខឹងសម្បាយ៉ាងខ្លាំងគេព្រមានថាបើមិនដោះស្រាយរឿងនេះទេគេនឹងផ្អាកកិច្ចសហការជាមួយយើងដោយគ្មានកំណត់គម្រោងនេះអ្នកជាអ្នកទទួលខុសត្រូវផ្ទាល់រោគអាពាហ៍ពិពាហ៍នេះក៏អ្នកជាអ្នករចនាដែរអ្នកតែងតែធ្វើការយ៉ាងល្អឥតខ្ចោះបានជាអាចមានកំហុសឆ្គងធ្ងន់ធ្ងរដល់ថ្នាក់នេះទៅវិញចេញមិញខ្ញុំគ្រប់គ្រាន់ហើយពេលនេះមិនមែនជាពេលមកបន្ទោសគ្នានោះទេក្នុងនៅពេលដែលប្លង់រចនានេះជាស្នាដៃដែលអ្នករចនាដោយផ្ទាល់ដៃអញ្ចឹងការបំពេញចន្លោះប្រហោងនេះប្រហែលជាមិនពិបាកប៉ុន្មានទេមែនទេយ៉ាងម៉េចនេះមិនមែនជារបស់ខ្ញុំទេលួចមកពីស៊ូលីឥឡូវស៊ូលីក៏ដឹងដែរតើខ្ញុំអាចកែខៃវាដោយរបៀបណាចុះយ៉ាងម៉េចមានបញ្ហាអីមែនទេនាយិកាលូពេលវេលាមានកំណត់ណាស់ពួកយើងត្រូវតែរកវិធីដោះស្រាយឲ្យបានឆាប់ពិតមែនហើយនាយិកាលូសាខាក្រុមហ៊ុនរបស់យើងទើបតែបង្កើតថ្មីគម្រោងមួយនេះសំខាន់ណាស់សម្រាប់ពួកយើងថែមទាំងបានញ៉ាំស្រាអបអសាទររួចហើយផងមិនអាចបោះបង់ចោលបែបនេះទេការរចនាមួយនេះល្អណាស់តែមិនសូវមានការលើកឡើងប៉ុន្មានទេយប់ជ្រៅហើយនៅមិនទាន់សម្រាប់ទៀតឬនៅបន្តធ្វើប្លង់សម្រាប់គម្រោងមួយមែនទេមែនហើយសាខាក្រុមហ៊ុនទើបតែបង្កើតថ្មីផងខ្ញុំក៏សង្ឃឹមថាអាចជួយលោកម្ចាស់បានដែរយើងទៅយកការបញ្ជាទិញដ៏ធំនេះមកជាមួយគ្នាស៊ូនេះមិនមែនជាគំនូរព្រាងរបស់ស៊ូលីទេអ្នកនិយាយផ្ដេសផ្ដាសអ្វីនេះអាចជារបស់ស៊ូលីយ៉ាងម៉េចទៅខ្ញុំធ្លាប់ឃើញផ្ទាល់ភ្នែកពីដំណើរការរចនារបស់លីលីមិនអាចខុសទេពីមុនពេលដែលយើងដាក់គម្រោងរចនានោះអ្នកបាននិយាយយ៉ាងច្បាស់ថាគម្រោងរបស់លីលីមិនត្រូវបានគេជ្រើសរើសទេចុះហេតុអ្វីបានជាគំនូរព្រាងនេះ
មកស្ថិតនៅទីនេះទៅវិញបានហើយតែថាគម្រោងមិនជាប់នោះគឺមិនមែនទេគឺអ្នកយកវាទៅប្រើដោយខ្លួនឯងផ្ទាល់តែម្ដងនៅហ៊ាននិយាយទៀតវាជាសមិទ្ធផលផ្ទាល់ខ្លួនរបស់អ្នកបានហើយតើវាមានរឿងអ្វីទៅឲ្យប្រាកដជីងមីងកុំទៅស្ដាប់នាងនិយាយផ្ដេសផ្ដាសអ្នកណាដែលថាមិនដឹងស៊ូលីនិងលីស៊ូពួកគេជាបាក់ពួកតែមួយនឹងឥឡូវនេះស៊ូលីបាត់ខ្លួនទៅហើយនាងចង់និយាយអ្វីក៏បានដែរតាមតែចិត្តនាងគិតខ្ញុំមិនបាននិយាយផ្ដេសផ្ដាសទេបានហើយខ្ញុំជឿលើអ្វីដែលហ្វឺនិយាយម្យ៉ាងទៀតស៊ូលីក៏មិនចេះរឿងទាំងនេះតតែសោះលោកកូតាមពិតស៊ូលីនាងរៀនមកពីសាលាសិល្បៈនាងព្រមលះបង់គ្រប់យ៉ាងដើម្បីមកបង្កើតសាខាក្រុមហ៊ុនជាមួយអ្នកចាប់ផ្ដើមពីបាត់ដៃទេគ្រាន់តែចង់ជួយអ្នកនាងមិនដែលធ្វេសប្រហែសសំបីតែមួយថ្ងៃពួកយើងទាំងអស់គ្នាឃើញច្បាស់ណាស់ចុះហេតុអ្វីបានជាអ្នកនិយាយពីនាងបែបនេះចុះចំណែកអ្នកវិញអ្នកធ្លាប់ខ្វល់ខ្វាយពីនាងខ្លះទេអ្នកដឹងទេថាដើម្បីប្លង់រចនាទាំងនេះនាងមិនបានដេកមិនបានពួនប៉ុន្មានថ្ងៃប៉ុន្មានយប់ហើយរវល់រហូតដល់គ្មានពេលញ៉ាំបាយសំបីតែហត់រហូតដួលសន្លប់ក៏អ្នកមិនដឹងដែរឬមើលនេះចុះលីលីបើមិនស្រួលខ្លួនចូលទៅសុំច្បាប់សម្រាប់ទៅគុំនៅទីនេះរារាំងដំណើរការងាររបស់គេទៀតលីក្នុងភ្នែករបស់អ្នកមានតែលូស៊ីស៊ីម្នាក់ប៉ុណ្ណោះអ្នកមិនដែលសំបីតែងាកមកមើលស៊ូលីម្ដងណាឡើយតើអ្នកអាចដឹងបានដោយរបៀបណាថានាងគឺជាអ្នករចនាដ៏ឆ្នើមបំផុតនៅក្នុងផ្នែករបស់យើងរីឯអ្នកវិញដែលជាអ្នកដឹកនាំដ៏គួរឲ្យទុកចិត្តបែរជាគៀបសង្កត់នាងជារៀងរាល់ថ្ងៃទៅវិញជីមីងកុំទៅស្ដាប់សម្ដីគេផ្ដេសផ្ដាសអីតើអ្នកមិនទាន់ស្គាល់ស៊ូលីច្បាស់ទេនាងគ្រាន់តែជាសិស្សសាលាសិល្បៈធម្មតាម្នាក់ប៉ុណ្ណោះគ្មានឋានៈគ្មានក្នុងបង្អែកអ្វីទាំងអស់បើមិនមែនដោយសារតែអ្នកជួយនាងទេនាងគ្មានថ្ងៃអាចចូលមកធ្វើការនៅក្រុមហ៊ុនគោគ្រប់បានឡើយតើនាងអាចមានសមត្ថភាពខ្លាំងដល់ថ្នាក់នឹងបានដោយរបៀបណាតើអ្នកចង់មានន័យថាខ្ញុំកំពុងតែមួយបង្កាច់អ្នកមែនទេបើអីចឹងការរចនាដែលកំពុងស្ថិតក្នុងក្រុមនេះកំពុងខ្វះខាតចំណុចសំខាន់បំផុតចូលអ្នកបង្ហាញនៅចំពោះមុខអ្នកទាំងអស់គ្នាបន្ថែមព័ត៌មានលម្អិតទាំងនេះចូលទៅស៊ីពិតមែនហើយរឿងដែលបន្ទាន់បំផុតនៅពេលនេះត្រូវបំពេញចំណុចខ្វះខាតក្នុងប្លង់រចនាឲ្យពេញលេញទើបអាចឆ្លើយតបទៅនឹងខាងមួយបានពិតមែនហើយអ្នកនាងលូបើមិនអាចប្រកួតប្លង់ជូនពួកគេបានទេគម្រោងសហការរបស់យើងនឹងត្រូវបញ្ចប់ជាមិនខានគូមិនចេញមែនទេព្រោះអ្នកមិនដឹងតតែសោះថាចំណុចដែលខ្វះនោះគឺជាអ្វីឯងទាំងអស់នេះគឺជាសមិទ្ធផលដែលស៊ូលីខំរចនាទាំងយប់ទាំងថ្ងៃអ្នកទាំងអស់គ្នាសាកមើលចុះថាតើវាដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានដែរឬទេពិតជាដូចគ្នាបេះបិទមែនព័ត៌មានលម្អិតទាំងអស់នៅលើប្លង់នេះគឺច្បាស់ល្អណាស់សូម្បីតែសម្ភារៈសម្រាប់ធ្វើ logo នៅលើខោអាវក៏បញ្ជាក់ច្បាស់ដែរវាពិតជាមិនមែនអ្វីដែលធ្វើបានក្នុងមួយយប់នោះទេចុះរបស់ទាំងអស់នេះវិញពិតជាស្នាដៃរបស់ស៊ូលីមែនទេប្រាប់ខ្ញុំមកមែនឬអត់បាត់ចាស់ជីងមីងខ្ញុំធ្វើបែបនេះក៏ដើម្បីផលប្រយោជន៍ក្រុមហ៊ុនដែរតើម្យ៉ាងទៀតខ្ញុំជាអ្នកទទួលខុសត្រូវលើគម្រោងនេះទោះជាគម្រោងនេះជារបស់អ្នកណាក៏ដោយការដែលដាក់ឈ្មោះខ្ញុំក៏មិនមែនជារឿងខុសឆ្គងអីដែរស្រាប់តែអ្វីទាំងអស់នេះគឺជាស្នាដៃរបស់ស៊ូលីសូម្បីតែពិធីជប់លៀងអបអសាទរនោះក៏គួរតែជារបស់នាងដែរកុំទៅផ្ទះដែលបានជួបគ្នានៅក្នុងកម្មវិធីជប់លៀងកាលពីលើកមុនតែបានណាត់ជួបអ្នកម្ដងស្នេហារបស់ខ្ញុំកូនរបស់ខ្ញុំចេញមិញរបស់ខ្ញុំចេញមិញស្ងាត់មាត់ទៅអ្នកច្បាស់ជាបានលួចយកស្នាដៃរបស់ស៊ូលីមកជារបស់ខ្លួនហើយហ៊ានមកនិយាយពាក្យសម្ដីបែបនេះនៅចំពោះមុខខ្ញុំទៀតកុំភ្លេចឲ្យសោះការបែងចែកសាខាក្រុមហ៊ុនគឺដោយសារតែមានឯកសាររចនារបស់នាងទើបអាចចុះកិច្ចសន្យាធំជាមួយក្រុមមួយបានចេញមិញគ្រប់គ្រាន់ហើយអ្នកមិនសមនឹងតំណែងជានាយកនេះតតែសោះឥឡូវនេះប្រញាប់ផ្ទេរការងារក្នុងដៃអ្នកមកលីលែងចេញពីតំណែងជានាយករបស់អ្នកទៅក្នុងនាមជាបុគ្គលិកធម្មតាអ្នកត្រូវតែស្ដាប់បញ្ជាខ្ញុំគ្រាន់តែព្រោះតែខ្ញុំបានដណ្ដើមយកសមិទ្ធផលរបស់ស៊ូលីទៅនោះបើមិនអញ្ចឹងចង់យ៉ាងម៉េចទៀតរបស់ទាំងអស់នេះគឺជារបស់ស៊ូលីតាំងពីដើមមកព្រោះតែអ្នកត្រឡប់មកពីក្រៅប្រទេសវិញភ្លាមទើបបង្ខំឲ្យខ្ញុំទុកអ្នកឲ្យនៅទីនេះទើបខ្ញុំបង្ខំចិត្តឲ្យអ្នកមកជំនួសកន្លែងស៊ូលីល្អតើឥឡូវអ្នកដឹងខ្លួនថាខុសហើយមែនទេវាហួសពេលហើយស៊ូលីគេលែងត្រូវការអ្នកហើយនាងអស់សង្ឃឹមលើអ្នកទាំងស្រុងហើយនាងនឹងមិនត្រឡប់មកធ្វើការឲ្យអ្នកទៀតឡើយយ៉ាងម៉េចចង់វាខ្ញុំទៀតមែនទេល្អខ្ញុំនឹងចុះហត្ថលេខាលើឯកសារលែងលេះជាមួយអ្នកឥឡូវនេះបានចាប់ពីពេលនេះទៅអ្នកមិនបាច់មកធ្វើការនៅក្រុមហ៊ុនកាទៀតទេបានត្រឹមតែ
ការពិតវាជារឿងអ្វីទៅរឿងដែលពួកគេបានធ្វើដាក់ខ្ញុំនៅក្នុងបន្ទប់ទឹកនឹងត្រូវបង្ហាញចេញមកទាំងអស់នៅក្នុងតុលាការរងចាំមើលចុះស៊ូលីនឹងប្រឹងប៉ូលីសដោយសារតែខ្ញុំខ្លាចរឿងវារាដាក់ធំទើបបានជាខ្ញុំខាត់នាងគេនិយាយថានៅទីនេះមានការពិតទាំងអស់នៃរឿងនេះខ្ញុំចង់ដឹងណាស់ថាការពិតនោះវាជាអ្វីឲ្យប្រាកដលោកស្រីគោអីគេក៏គ្រាន់តែជាក្មេងកំព្រាដែលគ្មានឪពុកម្ដាយទេមានរឿងអីកើតឡើងសូម្បីតែមកបំរើពួកយើងក៏មិនស័ក្តិសមដែរជីងមីងខ្ញុំខុសហើយខ្ញុំមិនគួររមាត់ជាមួយអ្នកទេសូមអ្នកអភ័យទោសឲ្យខ្ញុំផងកុំស្ដាប់វាចេញទៅឲ្យឆ្ងាយតើតែបែបនេះទើបដឹងរឿងខ្ញុំទើបជាម្ចាស់បេះដូងរបស់លោកគូឲ្យតែខ្ញុំយកព្រមលេងនេះគ្រាន់តែខ្ញុំកម្រើកដៃឲ្យអ្នកស្រីគូគាត់នឹងត្រូវស្ដាប់ខ្ញុំគ្រប់យ៉ាងពិតមែននឹងតើអ្នកមានសមត្ថភាពធ្វើដល់ថ្នាក់នឹងមែនទេតែនិយាយទៅចុះហេតុអ្វីបានជាការនោះអ្នកបោះបង់លោកគូជឹងមីងចោលដើម្បីទៅតាមត្រកូលសៀវនៅឯក្រៅប្រទេសរស់នៅយ៉ាងហឺហាអស្ចារ្យចុះហេតុអ្វីឥឡូវទើបត្រឡប់មកស្រុកវិញកាលនោះត្រកូលគូគ្រាន់តែរកស៊ីក្នុងស្រុកធនធានមិនអាចប្រៀបនឹងត្រកូលសៀវបានឡើយទើបខ្ញុំសម្រេចចិត្តបោះបង់លោកគូជឹងមីងដើម្បីរៀបការនឹងប្តីខ្ញុំពេលនេះតែអ្នកណានឹងស្មានទៅត្រកូលសៀវបែរជាធ្លាក់ចុះដុនដាប់ទៅវិញចំណែកត្រកូលគូបែរជាជោគជ័យខ្លាំងឡើងរឿងនេះធ្វើឲ្យខ្ញុំមិនអាចទទួលយកបានឡើយប៉ុន្តែឯងមិនមែនបានប្រកល់ចិត្តគេទាំងស្រុងឲ្យគេហើយទេតើហ៊ានបោះបង់ភាពថ្លៃថ្នូរចោលបែបនេះដើម្បីត្រឡប់មកវិញរៀបការជាមួយកាជិងមីងអ្នកណាចង់រៀបការជាមួយកាជិងមីងមែនទេទៅខ្ញុំគឺគ្រាន់តែចង់បានលុយរបស់ត្រកូលកែប៉ុណ្ណោះរងចាំដល់ពេលដេញនាងមេស្រីស៊ូលៃចេញពីផ្ទះហើយបានចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយកាជិងមីងយកទ្រព្យសម្បត្តិត្រកូលកែមកគ្រប់គ្រងចាំគិតទៀតត្រូវតែជាអញហើយដែលគិតបានបែបនេះប្រកាសហើយតោះទៅឯងយឺទាំងអស់ហើយមែនទេឯងវាជាមនុស្សកុហកភូតកុហកខ្ញុំនឹងប្រាប់កាជិងមីងឲ្យដឹងចុះបើប្រាប់ហើយតើបានអីទោះជាឯងទៅប្រាប់កាជិងមីងក៏ដោយគេក៏មិនជឿឯងដែរគេគឺជាឆ្កែរបស់ខ្ញុំជារៀងរហូតរំខានណាស់សូម្បីតែឆ្កែខ្ញុំក៏មិនយកមនុស្សស្រីដូចឯងដែរពួកអ្នកចង់ធ្វើអីលេងខ្ញុំទៅកុំថតរូបអីថ្ងៃនេះទោះជាត្រូវសម្លាប់ឯងចោលនៅទីនេះក៏ដោយកន្លងមកនាងតែងតែស្ដាប់តាមខ្ញុំនៅតែមិនអាចធ្វើអ្វីនាងបានមិននឹកស្មានដល់សោះអូនេះហើយគឺជាមុខមាត់ពិតរបស់ឯងមែនទេជីងមីងនាងស្ដាប់បងពន្យល់សិនតើខ្ញុំគ្រាន់តែជាឆ្កែមួយក្បាលរបស់អ្នកមែនទេមិនមែនទេឃើញទេពេលដែលនាងចាក់ចេញទៅមិនមែនគ្រាន់តែរឹងរូសឡើយនាងបានតាក់ទងនឹងត្រកូលសៀវតាំងពីយូរណាស់មកហើយឥឡូវនេះត្រកូលសៀវធ្លាក់ខ្លួនហើយតើអ្នកចង់បោកយកភិហ៊ុនពីខ្ញុំម្ដងទៀតដើម្បីចូលទៅក្បែរប្តីនិងកូនរបស់អ្នកមិនមែនបែបនេះទេជីងមីងស្ដាប់ខ្ញុំពន្យល់សិនពន្យល់អ្វីទៀតពន្យល់ថាអ្វីទាំងអស់នេះមិនមែនជារឿងពិតមែនទេរឿងដែលអ្នកជាមួយអាត្រកូលសៀវនោះគឺគ្មានកូនជាមួយគ្នាតតែសោះខ្ញុំពិតជាបានលាក់បាំងរឿងខ្ញុំមានកូនប៉ុន្តែខ្ញុំគ្រាន់តែខ្លាចអ្នកស្អប់ខ្ពើមខ្ញុំខ្លាចអ្នកមិនព្រមនៅជាមួយខ្ញុំទៅវិញទេខ្ញុំមិនបានបោកប្រាស់អ្នកទេសៀវចឹងគេមិនល្អដាក់ខ្ញុំទេគេចេះតែវិដំនឹងជេរប្រមាថខ្ញុំរហូតខ្ញុំគ្រាន់តែមានអារម្មណ៍ថាគ្មានសុវត្ថិភាពខ្ញុំខ្លាចបាត់បង់អ្នកខ្លាំងណាស់ជីងមីងគ្រប់គ្រាន់ហើយឥឡូវនេះខ្ញុំលែងជឿសម្ដីផ្អែមល្ហែមរបស់អ្នកទៀតហើយជីងមីងអូនលែងស្រឡាញ់បងហើយមែនទេពីមុនមកអូនស្រឡាញ់បងខ្លាំងណាស់ត្រូវហើយខ្ញុំពិតជាធ្លាប់ស្រឡាញ់អ្នកប៉ុន្តែអ្វីដែលខ្ញុំស្រឡាញ់គឺអ្នកនៅពេលដែលនៅជាមនុស្សស្លូតត្រង់និងចិត្តល្អមិនមែនជាមនុស្សក្បត់ចិត្តមានល្បិចកលនិងជាស្ត្រីអប្រិយដូចពេលនេះទេអប្រិយអ្នកចេះតែរកពាក្យមកដោះសារឲ្យខ្លួនឯងសោះរឿងដែលខ្ញុំអប្រិយមិនអប្រិយតើអ្នកទើបតែដឹងនៅថ្ងៃនេះមែនទេជីងមីងអ្នកដឹងច្បាស់ណាស់ថាចូលសក់នោះគឺជាគេមរតករបស់ជីដូនស៊ូលីគ្រាន់តែដោយសារតែខ្ញុំនិយាយថាខ្ញុំចូលចិត្តអ្នកក៏ជូនវាឲ្យខ្ញុំនៅចំពោះមុខអ្នកទាំងអស់គ្នាតើពេលនោះអ្នកមិនដឹងទេថាខ្ញុំធ្វើវាដោយចិត្តណាខ្ញុំធ្វើឲ្យខ្លួនឯងរបួសដោយចិត្តណាដើម្បីទម្លាក់កំហុសលើស៊ូលីរហូតធ្វើឲ្យអ្នកចាប់នាងឃុំទុកក្នុងបន្ទប់ក្រោមដីដល់ទៅ2ថ្ងៃ2យប់ក្រោយមកតើអ្នកធ្លាប់សងជំងឺចិត្តអ្វីដល់នាងទេខ្ញុំបានទះកំភ្លៀងនាង100ដងថែមទាំងព្យាយាមសម្លាប់នាងទៀតផងតែអ្នកក៏មិនបានធ្វើអ្វីនាងដែរចុះរឿងពីមុនទៀតពេលដែលខ្ញុំនិងស៊ូលីត្រូវគេចាប់ចម្រិតនៅក្នុងឃ្លាំងតើមិនមែនអ្នកជ្រើសរើសជួយសង្គ្រោះខ្ញុំមុនទេហើយចុះរឿងកូនរបស់ស៊ូលីទៀតគឺមានមែនគួយជីងមីងអ្នកដឹងយូរហើយថាខ្ញុំជាស្ត្រីចិត្តអប្រិយម្នាក់អ្នកដឹងរឿងទាំងអស់នេះតែអ្នកបែរជាមិនខ្វល់
អ្នកគ្រាន់តែឈោមើលពេលដែលខ្ញុំមួយបង្កាច់ស៊ូលីមើលពេលខ្ញុំធ្វើបាបនាងអ្នកធ្វើជាមិនដឹងមនុស្សព្រោះអ្នកខ្ជិលនឹងការពារនាងតាំងពីដើមមកមិនមែនបែបនោះទេមិនមែនបែបនោះទេតែអ្នកនិយាយបែបនេះនៅពេលនេះគឺព្រោះអ្នកទើបតែដឹងខ្លួនថាតាមពិតអ្នកស្រឡាញ់ស៊ូលីយូរមកហើយតែនាងត្រូវបានអ្នករុញច្រានចេញដោយដៃរបស់អ្នកផ្ទាល់នាងលែងស្រឡាញ់អ្នកទៀតហើយនៅពេលដែលអ្នកដឹងថាខ្លួនឯងទទួលយកការពិតនេះមិនបានអ្នកក៏ទម្លាក់កំហុសទាំងអស់មកលើខ្ញុំគូជីងមីងអ្នកគ្រាន់តែជាមនុស្សកំសាកដែលគួរឲ្យស្អប់ខ្ពើមបំផុតនាងនិយាយត្រូវហើយលូស៊ីស៊ីមិនមែនជាមនុស្សល្អទេហើយអ្នកក៏មិនមែនជាមនុស្សល្អដែរលីនស្រឡាញ់អ្នកខ្លាំងណាស់ប៉ុន្តែអ្នកបែរជាទទួលយកក្តីស្រឡាញ់របស់នាងហើយបណ្ដោយឲ្យលូស៊ីស៊ីរករឿងនាងទៅវិញនៅពេលដែលនាងអស់សង្ឃឹមខ្លាំងបំផុតនឹងត្រូវការជំនួយពីអ្នករាល់ពេលដែលអ្នកជ្រើសរើសគឺតែងតែជាលូស៊ីស៊ីជានិច្ចគឺអ្នកហើយដែលធ្វើឲ្យនាងអស់សង្ឃឹមយ៉ាងខ្លាំងហើយអ្នកជាអ្នករុញច្រាននាងឲ្យចាក់ចេញពីអ្នករឿងរ៉ាវដែលកើតឡើងនៅពេលនេះអ្នកមិនអាចបន្ទោសអ្នកណាម្នាក់បានឡើយឈប់បានហើយចេញទៅឲ្យអស់ទៅទាំងអស់គ្នាឥឡូវនេះខ្ញុំសុំទោសពិតជាសុំទោសខ្ញុំខុសហើយខ្ញុំមិនគួរធ្វើបាបអ្នកឡើយស៊ូលីសូមសួរថាតើអ្នកជាកញ្ញាស៊ូលីមែនទេអ្នកជានរណាខ្ញុំជាអ្នកនាំជញ្ជូនអីវ៉ាន់មានកញ្ចប់អីវ៉ាន់មួយដែលកញ្ញាស៊ូលីបានកំងតើត្រូវផ្ញើទៅទីណាផ្ញើមកការិយាល័យមកសូមចុះហត្ថលេខាទទួលផងចុះហត្ថលេខាត្រង់នេះមែនទេខ្ញុំនៅតែគិតចង់ទិញរបស់ទាំងនេះតាមក្តីស្រមៃរបស់កូនស្រីអ្នកចូលចិត្តរបស់ដែលមានក្តីស្រមៃច្រើនបំផុតអ្នកចូលចិត្តរបស់ដែលមានក្តីស្រមៃច្រើនបំផុតអ្នកចូលចិត្តបំផុតគឺឆាប់កំណើតកូនមកកុំខ្វល់ពីខ្ញុំអីហេតុអ្វីបានជាទៅជាបែបនេះលោកអាកានីយ៉ូគូធ្វើបែបនេះតើមានប្រយោជន៍អ្វីទៅកញ្ញាស៊ូគាត់មិនអាចមើលឃើញទេតើអាឡូតើអ្នកនិយាយអ្វីអូខ្ញុំដឹងហើយលោកគ្រូហ្គាអ្នកដែលយើងបញ្ជូនទៅតាមរកលោកស្រីបានផ្ញើដំណឹងមកពួកគេនិយាយថារកឃើញកញ្ញាស៊ូហើយពិតមែនឬគេឃើញឈ្មោះរបស់កញ្ញាស៊ូឡៃនៅលើបញ្ជីឈ្មោះអ្នកចូលរួមពិព័រណ៍សិល្បៈនៃសាលា Shengwei ក្នុងប្រទេសអង់គ្លេសរួមទាំងស្នាដៃសិល្បៈដែលគាត់យកទៅតាំងពិព័រណ៍ផងដែរឲ្យខ្ញុំមើលគាត់មានទេពកោសល្យឲ្យផ្នែកគំនូរខ្លាំងណាស់ពេលដែលពួកយើងស្គាល់គ្នាដំបូងក៏ព្រោះតែរឿងនេះដែរកាលនោះគឺដោយសារតែគាត់នៅកន្លែងដែលខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍កំពុងគូររូបទេសភាពថ្ងៃនោះពន្លឺថ្ងៃលិចស្អាតខ្លាំងណាស់ប៉ុន្តែចាប់តាំងពីគាត់រៀបការជាមួយខ្ញុំមកគាត់មិនដែលកាន់ជួបគូររូបទៀតឡើយបាននិយាយទៅអ្វីដែលលោកជំពាក់គាត់មិនមែនត្រឹមតែជួបគូររូបមួយដើមនោះទេពិតមែនហើយថែមទាំងបានសង្គ្រោះជីវិតខ្ញុំទៀតខ្ញុំជំពាក់ជីវិតគេមួយអ្នកនិយាយត្រូវហើយគឺជារបស់សាលាយើងមែនទេល្អរៀបចំយន្តហោះឯកជនភ្លាមហាមដាច់ខាតបើមិនទាន់សងលុយវិញកុំដោះលែងខ្ញុំតាមពាក្យសម្ដីនេះនេះវាអ្វីទៅ3 2 1លីលីយើងសិក្សាស្វែងយល់ពីគ្នាយូរប៉ុណ្ណឹងហើយតើអូនព្រមផ្ដល់ឱកាសឲ្យបងទេសាកល្បងធ្វើជាសង្សាររបស់បងទៅចុះតើអាចក្លាយជាគូស្នេហ៍ផ្លូវការបានទេអាស្រ័យលើការសម្ដែងរបស់អូនហើយបងព្រមហើយមែនទេហាងតាលើងសូមអបអរសាទរលោកបងឌីទីបំផុតសម្រាប់បំណងហើយថាប់មួយទៅថាប់បន្តិចមកមិនមែនរឿងរបស់អ្នកទេគូជីងមីងហេតុអ្វីបានជាអ្នកមកទីនេះស៊ូលី
តើអ្នកកំពុងធ្វើស្អីហ្នឹងមើលមិនយល់ទេពួកយើងកំពុងតាក់ទងគ្នាអ្នកណាអនុញ្ញាតឲ្យពួកអ្នកតាក់ទងគ្នាខ្ញុំនៅមិនទាន់ស្លាប់ទេណាគូជីងមីងពួកយើងលែងលះគ្នាហើយពេលនេះតើអ្នកក្នុងនាមជាអ្វីក្នុងឋានៈអ្វីបានជាមកសួរដេញដល់ខ្ញុំដល់ទីនេះអ្នកណាប្រាប់ថាខ្ញុំយល់ព្រមលែងលះខ្ញុំមិនពាក់ព័ន្ធជាមួយអ្នកទៀតទេលោកគូរវាងយើងគ្មានអ្វីត្រូវនិយាយទៀតទេពីមុនមកអ្នកគិតថាខ្ញុំមិនចេះយកចិត្តមិនចេះគិតគូរមិនចេះអត់អន់ឥឡូវនេះខ្ញុំបានផ្ដល់កន្លែងឲ្យអ្នកនឹង Lucy រួចហើយបំណងប្រាថ្នារបស់អ្នកបានសម្រេចហើយចុះហេតុអ្វីមិននៅផ្ទះថ្នាក់ថ្នមស្រីក្នុងក្តីស្រមៃរបស់អ្នកទៅមករកខ្ញុំធ្វើអីអាលីបងសុំទោសបងជាអ្នកខុសបងដឹងថាកន្លងមកបងធ្វើឲ្យអូនរងទុក្ខច្រើនណាស់បងនឹងសងគុណអូនឲ្យបានល្អយើងត្រឡប់ទៅផ្ទះវិញទៅចាប់ពីពេលនេះទៅបងនឹងមិនឲ្យអូនរងទុក្ខទៀតឡើយសងគុណអូនឈប់សម្ដែងល្ខោនទៀតទៅពីមុនមកខ្ញុំពិតជាធ្លាប់សប្បាយចិត្តខ្លាំងណាស់ពេលដែលអ្នកព្រមត្រឡប់មកផ្ទះវិញតែពេលនេះខ្ញុំលែងចង់បានហើយស៊ូលីស្ដាប់បងសិនលោកគូលីលីគឺជាសង្សាររបស់ខ្ញុំសូមលោកចេះរក្សាថ្លៃថ្នូរផងនរណាជាសង្សារអ្នកនាងគឺជាប្រពន្ធរបស់ខ្ញុំគឺអតីតប្រពន្ធឯងជានរណាឲ្យប្រកាសទៅក្រុមហ៊ុនគ្រប់គូគឺជាក្រុមហ៊ុនលំដាប់ថ្នាក់លេខ1ក្នុងស្រុកខ្ញុំគិតថាលោកគូប្រហែលជាមិនមានចិត្តចង់ធ្វើជាអតីតស្វាមីដែលនៅតាមរំខានប្រពន្ធដែលលែងលះគ្នាហើយនោះទេខ្ញុំនិយាយម្ដងទៀតណាយើងមិនទាន់លែងលះគ្នាទេឯងលួចចុះហត្ថលេខាលើលិខិតលែងលះទាំងដែលខ្ញុំមិនដឹងខ្លួនវាគ្មានសុពលភាពតាមផ្លូវច្បាប់អ្វីទាំងអស់ទោះបីជាអ្នកមិនព្រមទទួលស្គាល់ក៏ដោយខ្ញុំនៅតែអាចដាក់ពាក្យប្តឹងអ្នកទៅតុលាការបានរាល់ការជិះចាប់ដែលអ្នកបានធ្វើដាក់ខ្ញុំទាំងការរួមដៃជាមួយ Lucy C ដើម្បីជេរប្រមាថខ្ញុំវាគ្រប់គ្រាន់ហើយដែលនឹងធ្វើឲ្យតុលាការសម្រេចក្តីដោយយុត្តិធម៌បំផុតគួយជីងមីងរវាងយើងចប់ត្រឹមនេះចុះកុំមកកញ៉ៃញ៉ៃជាមួយខ្ញុំទៀតខ្ញុំមិនជឿទេខ្ញុំមិនជឿថាអ្នកនឹងចាក់ចេញពីខ្ញុំឡើយអ្នកស្រឡាញ់ខ្ញុំខ្លាំងណាស់មិនមែនហីនោះវាជារឿងពីអតីតកាលទេវាដោយសារខ្ញុំខ្វាក់ភ្នែកខុសត្រង់ខ្ញុំចិត្តល្អពេកតែងតែរំពឹងថាអ្នកនឹងកែខ្លួនប៉ុន្តែពេលនេះខ្ញុំស្អប់ខ្លួនឯងដែលមិនបានឃើញមុខមាត់ពិតដ៏អាក្រក់របស់អ្នកឲ្យបានលឿនជាងនេះឥឡូវនេះខ្ញុំមើលទៅគេគ្រាន់តែជាមនុស្សស្មោកគ្រោកអេលីងខ្ញុំដឹងថាអ្វីដែលអ្នកនិយាយគ្រាន់តែជាការខឹងសម្បាប៉ុណ្ណោះខ្ញុំសន្យាខ្ញុំសូមអង្វរអ្នកលើកលែងទោសឲ្យខ្ញុំលើកនេះចុះបានទេខ្ញុំសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងប្រព្រឹត្តល្អចំពោះខ្ញុំសន្យាចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាស្រីតែម្នាក់គត់នៅក្បែរខ្លួនខ្ញុំគូជីងមីងអ្នកគឺជាប្រពន្ធតែម្នាក់គត់របស់គូជីងមីងតើយើងចាប់ផ្ដើមឡើងវិញបានទេចាប់ផ្ដើមឡើងវិញអ្នកមិនសមនឹងទទួលបានវាទេទៅចុះអេលីងកុំទៅណាអីសូមកុំទៅខ្ញុំមិនបានខុសទេខ្ញុំមិនគួរធ្វើបែបនោះដាក់អ្នកឡើយខ្ញុំសុំទោសកន្លងមកនេះគឺព្រោះតែខ្ញុំងឹតតងល់បិទភ្នែករឿងរ៉ាវរបស់ Lucy C ដែលអ្នកបានឃើញនោះនាងបានធ្វើរឿងអាក្រក់ដាក់អ្នកជាច្រើនប៉ុន្តែទោះជាយ៉ាងណាខ្ញុំមិនដែលគិតចង់លែងលះជាមួយអ្នកឡើយខ្ញុំទទួលស្គាល់កន្លងមកខ្ញុំធ្វើឲ្យអ្នកត្រូវទទួលរងភាពអយុត្តិធម៌ច្រើនណាស់ខ្ញុំមិនដែលខ្វល់ពីអារម្មណ៍របស់អ្នកសូម្បីតែបន្តិចប៉ុន្តែទាំងអស់នោះក៏ព្រោះតែពេលនៅចំពោះមុខខ្ញុំអ្នកតែងតែធ្វើដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់មិនថាខ្ញុំធ្វើអ្វីក៏ដោយធ្វើខុសរឿងអ្វីក៏ដោយឲ្យតែខ្ញុំតាមលួងលោមអ្នកតែងតែអត់ទោសឲ្យខ្ញុំដោយគ្មានលក្ខខណ្ឌជានិច្ចខ្ញុំមិនដែលគិតថាអ្នកពិតជាខឹងខ្ញុំខ្លាំងដល់ថ្នាក់នេះចុះបើអីចឹងតើខ្ញុំមិនសមតែនឹងទទួលរងនៅរឿងទាំងអស់នេះទេខ្ញុំខុសហើយខ្ញុំពិតជាខុសមែនខ្ញុំមិនគួរយកក្តីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំមកធ្វើជាក្នុងបង្អែកបែបនេះវាហាក់ដូចជាគ្មានខ្វល់ខ្វាយពីអារម្មណ៍អ្នកតតែសោះខ្ញុំដឹងខ្លួនថាខ្ញុំខុសហើយសូមអង្វរអូនអត់ទោសឲ្យបងម្ដងនេះបានទេបងមិនចង់បាត់បង់អូនទេបងពិតជាមិនចង់បាត់បង់អូនមែនកែចេញមិញតើលោកមិនចង់បាត់បង់ខ្ញុំពិតមែនឬក៏គ្រាន់តែរកឃើញថាខ្ញុំនៅមានតម្លៃសម្រាប់លោកទើបលោកស្ដាយក្រោយដែលបាត់បង់ខ្ញុំអូននិយាយស្អីលិខិតបញ្ចប់កិច្ចសន្យាពីក្រុមហ៊ុនមីគ្រូលោកប្រហែលជាទទួលបានហើយមែនទេនាងលោសេសដែលជាមនុស្សស្រីក្នុងដួងចិត្តលោកនោះបានលួចយកស្នាដៃចនារបស់ខ្ញុំទៅប្រើប្រាស់រហូតក្លាយជាគម្រោងធំរបស់ក្រុមហ៊ុនលោកចំណាយពេលមើលថែរក្សានាងយ៉ាងល្អហើយមើលងាយខ្ញុំយ៉ាងខ្លាំងចុះនេះជាអ្វីទៅឥឡូវគម្រោងនេះជួបបញ្ហាបានជាលោកមកតាមរកខ្ញុំឲ្យទៅជួយដោះស្រាយរឿងនេះមែនទេបាទចាស់ក្នុងចិត្តខ្ញុំមិនដែលគិតរឿងគម្រោងការងារនោះសូម្បីតែបន្តិចខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់សូមអង្វរនាងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេការស្ដាយក្រោយមានប្រយោជន៍អ្វីទៅត
តែស្ដាយក្រោយអាចលុបលាងរបួសផ្លូវចិត្តដែលអ្នកបង្កមកលើខ្ញុំបានទេតែស្ដាយក្រោយអាចយកកូនក្នុងផ្ទៃខ្ញុំមកវិញបានទេតើអ្នកធ្លាប់រំពឹងចង់បានកូនរបស់យើងពិតមែនឬពិតណាស់ខ្ញុំចង់បានចុះពេលនោះពេលដែលអ្នកដឹងច្បាស់ថាខ្ញុំមានផ្ទៃពោះតែអ្នកនៅតែខំប្រឹងរកលេសដោះសារឲ្យនាងតើពេលនោះអ្នកធ្លាប់គិតពីកូនរបស់យើងទេពេលដែលនាងរុញខ្ញុំចូលក្នុងបន្ទប់ទឹកហើយទាត់ធាក់ខ្ញុំមិនឈប់តើអ្នករត់ចូលទៅការពារកូនរបស់យើងជាអាទិភាពដំបូងមែនទេចុងក្រោយកូនរបស់យើងក៏បាត់បង់ទៅពេលដែលខ្ញុំដេកនៅលើគ្រែវាសកាត់នោះចុះចំណែកឯអ្នកវិញតើអ្នកបានធ្វើអ្វីខ្លះខ្ញុំសុំទោសវាហួសពេលហើយគូជីងមីងនៅពេលដែលខ្ញុំត្រូវការអ្នកបំផុតអ្នកតែងតែរុញច្រានខ្ញុំចេញម្ដងហើយម្ដងទៀតពេលនេះខ្ញុំលែងត្រូវការអ្នកទៀតហើយពាក្យសុំទោសនិងការសារភាពបំផុសរបស់អ្នកចំពោះខ្ញុំវាជារឿងរបស់ខ្ញុំកុំទៅណាឡើយខ្ញុំសូមអង្វរអ្នកលើកលែងទោសឲ្យខ្ញុំម្ដងនេះបានទេខ្ញុំសន្យាថាខ្ញុំនឹងប្រព្រឹត្តល្អចំពោះអ្នកជឿជាក់លើខ្ញុំចុះជឿខ្ញុំម្ដងនេះទៅគូជីងមីងតើក្នុងភ្នែកអ្នកខ្ញុំជាមនុស្សថោកទាបបែបណាទៅឲ្យតែអ្នកមកអង្វរខ្ញុំក្នុងសភាពបែបនេះគឺខ្ញុំត្រូវតែត្រឡប់ទៅរកអ្នកវិញមែនទេតែខ្ញុំមិនប្រកាន់កន្លងមកគឺព្រោះតែខ្ញុំធ្លាប់ស្រឡាញ់អ្នកប៉ុន្តែអ្នកក៏បានឃើញហើយខ្ញុំមានសង្សារថ្មីហើយខ្ញុំលែងស្រឡាញ់អ្នកទៀតហើយបើអ្នកហ៊ានមករំខានខ្ញុំទៀតកុំបន្ទោសថាខ្ញុំមិនមែនមិត្តភក្តិនឹងគ្នាឲ្យសោះយើងត្រឡប់ទៅផ្ទះវិញទៅចាសស៊ូលីខ្ញុំព្រមមានអ្នកទុកជាមុនកុំមករំខានមនុស្សស្រីរបស់ខ្ញុំទៀតបើមិនអញ្ចឹងទេកុំថាខ្ញុំមិនដឹងមនុស្សយើងទៅចុះស៊ូលីស្ងប់អារម្មណ៍បន្តិចទៅអ្នកឲ្យខ្ញុំស្ងប់អារម្មណ៍បែបណាទៅខ្ញុំនឹងមិនបោះបង់ចោលឡើយអ្នកគឺជាមនុស្សរបស់ខ្ញុំពីមុនគឺជារបស់ខ្ញុំទៅមុខទៀតក៏នៅតែជារបស់ខ្ញុំតើអ្នកចូលចិត្តទេបើនិយាយពីចូលចិត្តគឺចូលចិត្តហើយប៉ុន្តែតើវានឹងសួស្ដីមួយនេះហើយនឹងមួយនេះទៀតរួមទាំងមួយនេះដែរជួយវេចខ្ចប់ទាំងអស់នេះឲ្យខ្ញុំផងចាស់បានខ្ញុំនៅនិយាយមិនទាន់ចប់ផងហេតុអ្វីបានជាអ្នកទិញទាំងអស់នេះខ្ញុំគ្រាន់តែចង់អ្នកនិយាយថាអ្នកចូលចិត្តវាមិនថាអ្នកមានការព្រួយបារម្ភអ្វីនៅពេលក្រោយនោះទេវាមិនស្ថិតក្នុងការពិចារណារបស់ខ្ញុំឡើយយ៉ាងម៉េចដែរចង់ធ្វើជាថៅកែធំមែនទេមិនមែនជាថៅកែធំទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកយល់ថាអ្នកស័ក្តិសមនឹងគ្រប់រឿងរ៉ាវដ៏ស្រស់ស្អាតទាំងអស់នៅក្នុងលោកនេះមិនថាជារបស់ដែលមានតម្លៃឬក៏អាចប្រើប្រាស់បានពិតប្រាកដរឿងទាំងនេះអ្នកមិនបាច់គិតទេគ្រាន់តែនិយាយថាចូលចិត្តគឺគ្រប់គ្រាន់ហើយជីវិតហើយអ្វីអាចរស់នៅបានដូចគ្នាទៅនឹងអ្នកដទៃបានទៅទើបតែដឹងថាការត្រូវបានគេស្រឡាញ់ដោយចិត្តស្មោះត្រង់វាមានអារម្មណ៍បែបនេះសោះតើស៊ូលីជាអ្នកណាទៅចុះហេតុអ្វីបានជានិយាយពីស៊ូលីរ៉ូមែនទិកណាស់មើលទៅអ្នកពិតជាដេញតាមមិនឈប់មិនឈរមែនស៊ូលីបើអ្នកមិនព្រមត្រឡប់មកល្អជាមួយខ្ញុំទេអញ្ចឹងខ្ញុំនឹងតាមស្រឡាញ់អ្នកម្ដងទៀតរបស់ទាំងនេះនិងកាដូនេះទៀតសុទ្ធតែខ្ញុំត្រៀមទុកឲ្យអ្នកសូមអ្នកអភ័យទោសឲ្យខ្ញុំផងផ្កាកុលាបពណ៌ក្រហមពិតជាស្រស់ស្អាតមែនស៊ូលីអូនអត់ទោសឲ្យបងហើយមែនទេគួរឲ្យស្ដាយណាស់ផ្កានេះលូស៊ីស៊ីចូលចិត្តទេតើអ្វីដែលខ្ញុំចូលចិត្តមិនមែនជាផ្កាកុលាបក្រហមទេគឺផ្កាកុលាបពណ៌សាំប៉ាញអាហារឆ្ងាញ់កន្លែងស្នាក់នៅល្អគ្រឿងអលង្ការសុទ្ធតែជារបស់ដែលលូស៊ីស៊ីចូលចិត្តទាំងអស់នំខេកស្វាយខ្ញុំមានអាការៈប្រតិកម្មនឹងស្វាយហើយខ្ញុំក៏ស្អប់ការញ៉ាំនំខេកដែរជប់ធ្វើពុតត្បុតនៅទីនេះទៅអ្នកមិនដែលស្គាល់ពីខ្ញុំពិតប្រាកដឡើយយកចំណូលចិត្តរបស់លូស៊ីស៊ីមកធ្វើជាយកចិត្តខ្ញុំពិតជាគួរឲ្យចង់ក្អួតណាស់ខ្ញុំបានឃើញគ្រប់គ្រាន់ហើយត្រឡប់ទៅផ្ទះជាមួយខ្ញុំទៅអៃលីបងមិនព្រមបោះបង់អូនទេ
បងនឹងមិនបោះបង់ចោលឡើយយើងជាប្តីប្រពន្ធនឹងគ្នាទោះជាយើងបានចុះហត្ថលេខាលើលិខិតលែងលះហើយក៏ដោយទោះអូនមិនយល់ព្រមក៏មិនបានដែរឈឺទេឈឺហេតុអ្វីបានជាអូនមិនប្រយ័ត្នបែបនេះលោកម្ចាស់គោលោកក៏ចេះជឿចាប់ព្រោះខ្ញុំដែរអានលេងបងសូមអង្វរអូនបងសូមស្បោះដោយជីវិតរបស់បងនិងអ្វីគ្រប់យ៉ាងដែលបងមានលើកនេះបងនឹងថែរក្សាអូនឲ្យបានល្អបងនឹងប្រព្រឹត្តល្អចំពោះអូនបានទេពាក្យសម្បត្តិរបស់លោកគ្មានតម្លៃអ្វីសម្រាប់ខ្ញុំឡើយកូជីងមីងខ្ញុំសូមនិយាយម្ដងទៀតស្ដាប់ខ្ញុំឲ្យច្បាស់ខ្ញុំលែងស្រឡាញ់អ្នកទៀតហើយហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែរសាត់ចេញពីខ្លួនខ្ញុំបន្តិចម្ដងអឺលីងរបស់ខ្ញុំនាងពិតជានឹងចាក់ចេញពីខ្ញុំជារៀងរហូតមែនឬជីងមីងកុំតាមខ្ញុំមកជីងមីងខ្ញុំទើបតែឃើញច្បាស់មិញនេះស៊ូលីនាងពិតជាផ្លាស់ប្ដូរចិត្តទៅហើយពេលនេះនាងលែងស្រឡាញ់អ្នកទៀតហើយហេតុអ្វីក៏អ្នកនៅតែរឹងរូសតាមនាងមិនព្រមលែងបែបនេះមិនមែនរឿងរបស់អ្នកទេក្នុងពេលដែលអ្នកស្រឡាញ់ស៊ូលីខ្លាំងម្ល៉េះខ្ញុំនឹងចាប់នាងមកឲ្យអ្នកគ្រាន់តែអ្នកឲ្យលុយខ្ញុំមួយចំនួនធំមកដើម្បីជួយត្រកូលសៀវឲ្យរួចផុតពីវិបត្តិតើអ្នកយកវាបានដោយរបៀបណាគ្រូសាឈៀវនៅតែមានឥទ្ធិពលខ្លះនៅប្រទេសដល់ពេលនោះខ្ញុំនឹងចាប់ពង្រត់ស៊ូលុយរួចបញ្ជូននាងទៅឲ្យអ្នកចង់លេងសើចនឹងនាងបែបណាក៏តាមចិត្តអ្នកចុះដល់ពេលនោះខ្ញុំនឹងផ្ញើដំណឹងទៅគ្រូសាសងថាស៊ូលុយដេកជាមួយប្រុសច្រើនអ្នកក្នុងពេលតែមួយថាជានាងជាស្រីមិនស្អាតស្អំអ្វីដែលនាងមានពេលនេះគឺគ្រាន់តែអាងសងជិងញៀនចាំជួយជ្រោមជ្រែងនាងប៉ុណ្ណោះប្រសិនបើសងជិងញៀនបានដឹងថានាងគ្រាន់តែជាស្រីថោកទាបដែលគេលេងសើចគាត់ប្រកាសជាមិនយកនាងទៀតទេដល់ពេលនោះបើគ្មានគ្រូសាសងជ្រៀតជ្រែកប្រសិនបើអ្នកចង់ឃុំឃាំងស៊ូលុយនៅក្បែរខ្លួនតើមិនមែនជារឿងងាយស្រួលទេគឺអ្នកទេដែលនៅតាមដេញតាមស៊ូលុយមិនព្រមលែងខ្ញុំជួយអ្នកបែរជាអ្នកវីខ្ញុំទៅវិញខ្ញុំប្រាប់ឲ្យដឹងណាបើអ្នកហ៊ានប៉ះសក់ស៊ូលុយសំបីតែមួយសរសៃឬធ្វើឲ្យខូចកេរ្តិ៍ឈ្មោះនាងខ្ញុំមិនលើកលែងឲ្យអ្នកទេគួរឲ្យស្ដាយណាស់ដែលមិនស្លាប់ទៅភ្ញាក់ឡើងគឺអ្នកដែលជួយសង្គ្រោះខ្ញុំមែនទេអរគុណដែលបានមើលថែខ្ញុំអំឡុងពេលសម្រាប់ព្យាបាលតើអ្នកចង់បានអ្វីខ្ញុំធ្វើដោយស្ម័គ្រចិត្តទេកុំសងសឹកអីអ្នកចូលចិត្តខ្ញុំមែនទេចុះយ៉ាងម៉េចដែរនៅពិបាកចិត្តរឿងមិញនេះមែនទេមិនមែនពិបាកចិត្តទេគ្រាន់តែមានអារម្មណ៍ថារយៈពេល4ឆ្នាំនេះពិតជាមិនមានតម្លៃសោះព្រោះគាត់មិនសមនឹងទទួលបានវាទេប៉ុន្តែខ្ញុំក៏អរគុណដែលគាត់មិនសមនឹងអ្នកទើបធ្វើឲ្យខ្ញុំមានឱកាសនេះអរគុណអ្នកណាឆ្នាំនេះលោកប្រុសកញ្ញាស៊ូពួកអ្នកមកដល់ហើយមែនទេលោកម្ចាស់និងលោកស្រីបានរងចាំជួបអ្នកទាំងពីរតាំងពីម្សិលមិញម្ល៉េះគាត់ថាអស់រយៈពេលជាច្រើនឆ្នាំមកនេះជាលើកទី1ហើយដែលលោកប្រុសនាំមិត្តស្រីមកផ្ទះគាត់ប្រហែលជារំភើបខ្លាំងណាស់យ៉ាងម៉េចដែរតាភ័យមែនទេពេលដែលខ្ញុំជួបម្ដាយរបស់ហ្គេជិងមីងលើកដំបូងគាត់មានចិត្តញាក់ញីមកលើប្រវត្តិគ្រួសារខ្ញុំដោយសារតែដើមកំណើតរបស់ខ្ញុំដូច្នេះរហូតមកដល់ពេលនេះខ្ញុំនៅតែមិនអាចទប់អារម្មណ៍ភ័យបានម៉ាក់របស់គាត់ក៏មិនចូលចិត្តខ្ញុំដែរកុំភ័យអីប៉ាម៉ាក់ខ្ញុំប្រកាសជាចូលចិត្តអូនមិនខានឆាប់ឡើងចាប់វាឲ្យបានចាប់វាឲ្យបានភ្លាមមកខាងនេះទីបំផុតក៏ចាប់អញបានហើយមើលទៅអ្នករត់ទៅណាទៀតលើកនេះទើបអាចធ្វើឲ្យកូនប្រុសខ្ញុំបានញ៉ាំស៊ុបមាន់ដែលកូនប្រសាធ្វើដោយផ្ទាល់ដៃអ្នកទាំងពីរត្រឡប់មកវិញលឿនម្ល៉េះជំរាបសួរពូល្អហើយល្អនេះគឺអូនស៊ូហេមែនទេមិននឹកស្មានថាអ្នកទាំងពីរមកដល់លឿនយ៉ាងនេះសោះមើលចុះផ្ទះសម្បែងរញ៉េញ៉ៃអស់ហើយជំរាបសួរពូល្អហើយ
ល្អណាស់ប៉ាម៉ាក់អ្នកទាំងពីរកំពុងធ្វើអីហ្នឹងបើក៏ស្ថានចិញ្ចឹមមាន់នៅក្នុងផ្ទះមែនទេមិនមែនប៉ានិយាយថាត្រូវនាំលីលីមកផ្ទះទេប៉ានិងម៉ាក់រំភើបខ្លាំងពេករហូតដេកមិនលក់ពីយប់ហើយកាលពីយប់មិញនេះប៉ារបស់កូនគាត់បើកភ្នែកធំសម្លឹងមើលស្រាប់តែគាត់នឹកឃើញចង់ធ្វើអ្វីមួយគាត់ថាថ្ងៃនេះគាត់នឹងចូលផ្ទះបាយដោយខ្លួនឯងដើម្បីបង្ហាញស្នាដៃឲ្យអ្នកទាំងអស់គ្នាបានឃើញខ្ញុំក៏គិតថាក្នុងនាមជាម៉ែគេខ្ញុំក៏មិនអាចចាញ់គាត់បានដែរមែនទេម៉ែសុំរំងាស់ស៊ុបមាន់ដោយផ្ទាល់ដៃជូនម៉ាក់កូនដែលជាម្ហូបពិសេសរបស់ម៉ែតែមាន់នឹងវិញវាពិបាកចាប់ខ្លាំងណាស់ម៉ែទៅតែរងាស់វាក្បែរឆ្អិនទៅហើយស្រាប់តែវាហក់រត់បាត់មាន់នឹងពិតជាមិនដឹងអីសោះប៉ាមិនបានចូលផ្ទះបាយជាង30ឆ្នាំមកហើយណាប៉ាធ្វើបែបនេះមិនមែនរករឿងឲ្យចង់ភើក្នុងផ្ទះទេចុះម៉ាក់វិញម៉ាក់ចេះធ្វើម្ហូបឯណាទៅប៉ារបស់ខ្ញុំកាលនោះដើម្បីតែតាមស្រឡាញ់អ្នកទើបចេះតែសរសើរថាស៊ុបមាន់ដែលអ្នកធ្វើឆ្ងាញ់សម្ដីរបស់មនុស្សប្រុសដែលលងស្នេហ៍ខ្លាំងនោះអ្នកក៏ជឿមែនទែនដែរអាក្មេងម្នាក់នេះប៉ាមិនចូលចិត្តទេសម្ដីបែបនេះទេណាពិតមែនហើយប៉ាជាដល់ទៅប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសងគ្រូទាំងមូលតើអាចជាមនុស្សប្រុសដែលលងស្នេហ៍ខ្វាក់ភ្នែកយ៉ាងម៉េចទៅស៊ុបដែលអ្នកស្ងោរនោះគឺថារៀងខ្វះជាតិបន្តិចមែនថាអីណាឯងនិយាយម្ដងទៀតមើលអត់ហ៊ានទេស៊ុបដែលប្រពន្ធខ្ញុំស្ងោរគឺជារសជាតិឆ្ងាញ់លេខ1ក្នុងលោកបានប៉ុណ្ណឹងបានកុំប្រកាន់អីណាប៉ាម៉ាក់ខ្ញុំពួកគាត់តែងតែបែបនេះឯងតើអាចទៅរួចយ៉ាងម៉េចទៅខ្ញុំពិតជាចំណែននឹងបរិយាកាសគ្រួសាររបស់អ្នកណាខ្ញុំស្មានតែអ្នកដែលជាកូនអ្នកមានដូចជាអ្នកច្បាស់ជាមានច្បាប់ទម្លាប់ច្រើននៅក្នុងផ្ទះមិននឹកស្មានថាបរិយាកាសនឹងកក់ក្ដៅបែបនេះសោះគ្រួសារពួកយើងមានគ្នាតិចទេប៉ាម៉ាក់ក៏ជាមនុស្សរីករាយដែរអ្វីទាំងអស់គឺផ្ដោតលើភាពសប្បាយរីករាយជាចម្បងចាំដល់ពេលក្រោយទៅអ្នកនឹងដឹងហើយកុំឈោស្ងៀមអីចូលមកអង្គុយមកលីលីចូលមកអង្គុយមកអង្គុយចុះលីលីអង្គុយចុះមកកូនអង្គុយចុះទៅត្រូវហើយផ្លែឈើយកផ្លែឈើមកជូនគាត់មកលីលីឆ្នាំនេះគ្រាន់តែនិយាយថាអ្នកប្រតិកម្មនឹងផ្លែស្វាយរឿងផ្សេងទៀតក៏មិនបានប្រាប់ពួកយើងដែរខ្ញុំក៏មិនដឹងថាអ្នកចូលចិត្តញ៉ាំអ្វីដែរចុះយ៉ាងម៉េចទៅក្នុងនៅពេលដែលពួកគេរៀបចំទុកគ្រប់យ៉ាងបន្តិចបន្តួចសុទ្ធតែដឹកជញ្ជូនតាមយន្តហោះមកពីគ្រប់ប្រទេសអ្នកសាកភ្លុកបន្តិចទៅអ្នកប្រហែលជាមិនដឹងទេឆ្នាំនេះកូនប្រុសម្នាក់នេះនៅ live you ឆ្នាំមកហើយធ្វើឲ្យខ្ញុំនិងឪពុកគាត់ព្រួយបារម្ភស្ទើរតែឈួតទៅហើយខ្លាចតែគាត់នឹងនាំមិត្តប្រុសមកវិញពេលនេះល្អហើយមានអ្នកនៅទីនេះពួកយើងក៏អស់បារម្ភមិនបាច់ចាំបាច់ចង់បានកូនថ្មីទៀតទេកុំស្ដាប់ម៉ាក់ខ្ញុំអីគាត់ឲ្យតែតឹងតែងចូលចិត្តនិយាយផ្ដេសផ្ដាសខ្ញុំគ្រាន់តែមានអារម្មណ៍ភ័យបន្តិចនេះជាលើកទី1ដែលជួបកូនប្រសាស្រីក៏មិនសូវមានបទពិសោធន៍ដែរខ្លាចថាកូនមិនចូលចិត្តអ្នកម្ដាយលីលីម៉ាក់បានដូចជាងនាងនិយាយថាកូនជាក្មេងកំព្រាមិនសល់ញាតិសន្តានអ្វីទៀតទេបន្ទាប់ពីម៉ាក់និងប៉ារបស់កូនបានរឿងនេះគឺមានអារម្មណ៍អាណិតហើយក៏ព្រួយបារម្ភក្នុងចិត្តដែរអ្វីដែលអាណិតនោះគឺកូនជាក្មេងស្រីម្នាក់រស់នៅតែម្នាក់ឯងតស៊ូឆ្លងកាត់រឿងរ៉ាវជាច្រើនរហូតធំដឹងក្តីខ្លាចជាមនុស្សល្អឥតខ្ចោះបែបនេះឯករាជ្យបែបនេះប្រកាសជាជួបទុក្ខលំបាកច្រើនណាស់មែនទេអ្វីដែលព្រួយបារម្ភនោះគឺគ្រួសារយើងនេះមិនសូវចេះរៀបចំរឿងជីវិតប៉ុន្មានទេខ្លាចថាកូនស្អប់ខ្ពើមពួកយើងថាយើងមិនសូវចេះដឹងរឿងសង្គមខ្លាចថាកូនមិនចូលចិត្តពួកយើងការពិតទៅរវាងគ្រួសារអ្នកមាននិងគ្រួសារអ្នកមានគឺសុទ្ធតែមានភាពខុសគ្នាអ្នកខ្លះចាត់ទុកខ្លួនឯងខ្ពស់ត្រដែតហើយមើលងាយអ្នកដែលមានប្រវត្តិធម្មតាដូចជាខ្ញុំប៉ុន្តែអ្នកខ្លះទៀតបែរជាផ្ដោតក្តីស្រឡាញ់ឲ្យយ៉ាងពេញទំហឹងដើម្បីស្វាគមន៍ខ្ញុំអ្នកដែលមិនដែលចូលចំការបាយរាប់សិបឆ្នាំមកហើយក៏សុខចិត្តចុះផ្ទះបាយដោយខ្លួនឯងគ្រាន់តែចង់ឲ្យក្មេងកំព្រាដូចជាខ្ញុំបានទទួលអារម្មណ៍ថានេះគឺជាផ្ទះទេអត់ទេខ្ញុំគិតថាពូនឹងមិញគឺពិតជាល្អណាស់ការបានក្លាយជាកូនប្រសារអ្នកទាំងពីរខ្ញុំពិតជាសំណាងណាស់ពិតមែនឬតើអ្នកគិតបែបនេះមែនទេបើអញ្ចឹងគឺល្អណាស់អ្នកបំរើយកគ្រឿងអលង្ការដែលខ្ញុំរៀបចំទុកឲ្យលីលីយកវាមកទីនេះឲ្យខ្ញុំមកនេះមកលីលីនេះគឺជាវត្ថុមានតម្លៃតំណាងគ្រួសារសុងរបស់យើងកាលពីសម័យមុនគឺលោកយាយផ្ទាល់ដៃដែលបំពាក់វាឲ្យខ្ញុំថ្ងៃនេះខ្ញុំសូមប្រគល់វាជូនដល់អ្នកមានតែមេផ្ទះនៃគ្រួសារសុងទេទើបសាកសំពាក់វាមកនេះវាមានតម្លៃថ្លៃពេកហើយខ្ញុំមិនអាចទទួលយកបានទេហើយអ្វីក៏មិនអាចទទួលយកបានថ្ងៃរៀបការរវាងអ្នកនិងជីងនាងនឹងត្រូវកំណត់ក្នុងពេលចាប់នេះហើយបន្ទាប់ពីនេះទៅអ្នកនឹងក្លាយជាមេផ្ទះស្របច្បាប់នៃគ្រួសារសុងយើងមែនហើយត្រកូលសុងរបស់យើងមកដល់ចំនួនពួកយើងនេះគឺមានតែក្មេងម្នាក់នេះឯងសម្រាប់ឆ្នាំនេះបើក្មួយមិនព្រមទទួលតែចង់ឲ្យពួកយើងទាំងពីរអ្នកចាស់នេះខំប្រឹងយកកូនទៀតឬយ៉ាងណាអូយលោកចាស់នេះនិយាយអ្វីផ្ដេសផ្ដាសហើយអ្វីមិននិយាយឲ្យវាស្រួលបួលបន្តិចម៉ាក់ឲ្យមកខ្ញុំលីលីក្មួយទទួលចិញ្ចៀននេះទៅចុះដើម្បីឲ្យម៉ាក់ខ្ញុំបានធូរចិត្តហើយក៏ដើម្បីឲ្យខ្ញុំបានស្ងប់ចិត្តដែរល្អណាស់ក្នុងនៅពេលដែលទទួលយកហើយគឺមិនអាចដកពាក្យវិញបានទេណា
បាទមែនហើយលើកម្ហូបមកយើងញ៉ាំបាយគ្នាចុះទោះបីជាស៊ុបមាន់ថ្ងៃនេះវាហើរទៅបាត់ហើយក៏ដោយតែស្នាដៃពូគឺពិតជាឆ្ងាញ់មែនម្យ៉ាងទៀតមិនមែនងាយនឹងបានញ៉ាំទេណាលីលីថ្ងៃនេះក្មួយត្រូវញ៉ាំឲ្យច្រើនណាស់មកសូមស្វាគមន៍លីលីដែលបានចូលមកក្នុងគ្រួសារយើងចាប់ពីពេលនេះទៅយើងនឹងក្លាយជាគ្រួសារដែលមានសុភមង្គលមកចូលកែវមិននឹកស្មានថាការទទួលបានការទទួលស្គាល់ពីគ្រួសារវាមានសុភមង្គលជាងអ្វីដែលខ្ញុំបានគិតទៅទៀតលីលីថ្ងៃនេះអូនស្អាតណាស់នៅខាងក្រៅមានភ្ញៀវច្រើនណាស់ណាចុះយ៉ាងម៉េចដែរចុះបើមានភ្ញៀវអ្វីទៅខ្ញុំដឹងហើយមានរឿងអ្វីមានបញ្ហាបន្តិចបន្តួចនៅកន្លែងរៀបចំពិធីមង្គលការខ្ញុំត្រូវតែទៅមើលបន្តិចតើត្រូវការឲ្យខ្ញុំជួយអ្វីទេមិនបាច់ទេអូនគ្រាន់តែធ្វើចិត្តឲ្យស្ងប់ធ្វើជាកូនក្រមុំដែលស្រស់ស្អាតជាងគេលើโลกនេះក៏គ្រប់គ្រាន់ហើយនាងពិតជាមានសមត្ថភាពមែនត្រឹមជាក្មេងកំព្រាដែលគ្មានអីសោះពីមុនបានរៀបការជាមួយលោកគូជាងមីងឥឡូវនេះថែមទាំងអាចឡើងខ្ពស់បានទៀតទៅតាក់ទងត្រកូលសុងដែលមានអំណាចជាងត្រកូលគូទៅទៀតលូស៊ីស៊ីខ្ញុំចាំបានថាពិធីមង្គលការរបស់ខ្ញុំហាក់ដូចជាមិនបានអញ្ជើញនាងទេដឹងមិនដឹងពិតមែនថាឯងមានអ្វីល្អទៅត្រឹមជាស្រីធ្លាប់រៀបការហើយរលូតកូនថោកទាបម្នាក់បែរជាអាចបោកបញ្ឆោតលោកសុងជាងនាងបានរៀបចំពិធីមង្គលការដ៏ប្រណិតបែបនេះឲ្យនាងតាមពិតទៅវាគ្រាន់តែជារឿងល្ខោនសោះមកទីនេះដើម្បីស្វែងរកវត្តមានរបស់ខ្លួនឯងមែនទេនាងជាស្រីមានប្តីរួចទៅហើយនៅហ៊ានមកធ្វើជាស្រីតូចរបស់គេទៀតឥឡូវនេះក៏ចេញមិញក៏មិនយកនាងទៀតដែរសំបីតែសម្រាមដែលខ្ញុំបោះចោលក៏នាងគ្មានសំណាងបានដែរនាងហ៊ានវាខ្ញុំមែនទេព្រោះនាងសំតែត្រូវគេវាយនេះជាត្រកូលសងនេះជាពិធីជប់លៀងរបស់ត្រកូលសងគឺជាអ្នកមានបំផុតក្នុងខេត្តណានគ្រប់គ្រងឧស្សាហកម្ម1/4នៃប្រទេសអ្វីទាំងអស់សុទ្ធតែជារបស់ត្រកូលសងនាងមកបង្កចំនួននៅទីនេះមិនមែនចង់រកស្លាប់ទេខ្ញុំគឺជាកូនស្រីច្បងត្រកូលលូហើយខ្ញុំក៏ជាសមាជិកគ្រួសារសៀវដែរចុះយ៉ាងម៉េចដែរតាមដែលខ្ញុំដឹងត្រកូលលូមិនមែនមានតែកូនស្រីម្នាក់ដូចជាអ្នកទេប្តីដែលអ្នកតែងតែអួតអាងនោះក៏មិនបានខ្វល់ខ្វាយពីអ្នកប៉ុន្មានដែរចំណែកឯអ្នកវិញក៏គ្រាន់តែជាស្រីបោះបង់ចោលដែលគ្មានប្រយោជន៍ម្នាក់ប៉ុណ្ណោះអ្នកគិតថាពិភពលោកនេះនឹងទ្រាំទ្រនឹងភាពល្ងង់ខ្លាយរបស់អ្នកមែនទេនាងលូស៊ីស៊ីស្ថានភាពដែលអ្នកកំពុងជួបប្រទះពេលនេះសុទ្ធតែជាទង្វើដែលអ្នកធ្វើដាក់ខ្លួនឯងទាំងស្រុងក្នុងនាមជាកូនស្រីច្បងត្រកូលលូអ្នកគួរតែខំប្រឹងរៀនសូត្រពីជំនួញនៅលើទីផ្សារពាណិជ្ជកម្មដើម្បីបង្កើតផ្លូវដើរដោយខ្លួនឯងនិងក្លាយជាកម្លាំងជួយដល់គ្រួសារតែនាងបែរជាចូលចិត្តដណ្ដើមប្តីគេរស់ដោយសារតែប្រុសដល់ថ្ងៃណាមួយពេលដែលពឹងប្រុសមិនបានទើបដឹងថានាងគ្មានតម្លៃអ្វីសោះនាងទ្រាំស្ដាប់មិនបានមែនទេពេលនាងធ្វើស្រីតូចទៀតពីមុនមកមិនមែនមានមោទកភាពខ្លាំងណាស់មែនទេការដែលនាងបើកជើងចាំតែផ្គប់ចិត្តប្រុសឲ្យគេអាណិតវាមិនមែនជារឿងដែរគួរឲ្យមោទកភាពដល់ថ្នាក់ភ្លេចខ្លួននោះទេខ្ញុំស្មានថានាងពូកែខ្លាំងណាស់ទៅទៀតតាមពិតពេលប្រុសគេលែងខ្វល់ទើបមកតាមរកអំណាចនៅទីនេះខ្ញុំប្រមាននាងទុកមុនចុះបើចង់គិតថាខ្ញុំជាមនុស្សទុនជ្រាយញីនឹងសង្កត់ក្បាលនោះបើអញ្ចឹងអ្នកគិតខុសហើយដែលពីមុនខ្ញុំមិនប្រកាន់ទោសអ្នកគឺដោយសារតែខ្ញុំនៅមានអារម្មណ៍ចំពោះកែចេញមិញមិនចង់ឲ្យមានរឿងឆ្លោះប្រកែកគ្នាតែពេលនេះខ្ញុំគ្មានអ្វីត្រូវខ្វល់ទៀតទេបើអ្នកហ៊ានមកញុះញង់ខ្ញុំទៀតប្រយ័ត្នខ្ញុំទះឲ្យស៊ូឡៃនាងមានសិទ្ធិអីខ្ញុំមិនដឹងថានាងកំពុងធ្វើខ្លួនថ្លៃថ្នូរស្អីទេនាងគ្រាន់តែមានសំជិញញៀនជាខ្នងបង្អែកទើបហ៊ាននិយាយជាមួយខ្ញុំបែបនេះមែនទេនាងនិងខ្ញុំមានអ្វីខុសគ្នាក៏សុទ្ធតែជាស្រីតែដើរដេកជាមួយប្រុសដូចគ្នាគ្រាន់តែថានាងសំណាងជាងដែលតោងបានប្រុសមានជាងកាចេងមិញត្រូវហើយវាគឺជាសំជិញញៀនដែលផ្ដល់ភាពជឿជាក់ដល់ខ្ញុំប៉ុន្តែអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំគឺភាពថ្លៃថ្នូរនិងការស្រឡាញ់ខ្លួនឯងខ្ញុំគ្រាន់តែចង់ឲ្យអ្នកយល់ថា
អូនសុំនឹងទទួលបានអ្វីគ្រប់យ៉ាងដែលល្អបំផុតគាត់ធ្វើឲ្យខ្ញុំដឹងថាការស្រឡាញ់នរណាម្នាក់មិនចាំបាច់ត្រូវទីបតូចទីបដនបែបនេះទេមិនពាក់ព័ន្ធនឹងឋានៈឬគ្រួសារឡើយមកសូមស្វាគមន៍លីលីដែលបានចូលមកក្នុងគ្រួសារយើងចាប់ពីពេលនេះទៅយើងនឹងក្លាយជាគ្រួសារដែលមានសុភមង្គលជាមួយគ្នាទោះបីជាពិភពលោកទាំងមូលនិយាយថាខ្ញុំមិនស័ក្តិសមនឹងគាត់តែគាត់នៅតែផ្ដល់កិត្តិយសស្មើមុខស្មើមាត់ដល់ខ្ញុំគោរពខ្ញុំហើយថ្នាក់ថ្នមខ្ញុំគឺជាខ្ញុំដែលខុសតាមពិតទៅគឺខុសតាំងពីដើមមកពិតជាខ្ញុំមែនដែលមិនស័ក្តិសមនឹងអូនអាលីសូមឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ល្អណាស់នាងលើកដំកើងសុំជាងនាងខ្លាំងម្ល៉េះអីចឹងថ្ងៃនេះខ្ញុំចង់ឃើញណាស់ថាគេអាចធ្វើអ្វីឲ្យនាងបានខ្លះពួកឯងចង់ធ្វើអីនាងក៏គ្រាន់តែជាស្រីដែលគូជីងមីងលេងសើចចោលប៉ុណ្ណោះសុំជីងនាងនៅតែមិនប្រកាន់ទៀតមែនទេអីចឹងខ្ញុំចង់ដឹងណាស់ថាបើថ្ងៃណាមួយនាងក្លាយជាស្រីពេស្យាដែលគេស្អប់ខ្ពើមតើគេនៅតែចង់បាននាងទៀតរត់ឯងហ៊ានមែនទេនាងមិនបានធ្វើអ្វីសោះនាងគ្រាន់តែជាស្រីដែលគូជីងមីងលេងសើចចោលប៉ុណ្ណោះសុំជីងនាងមិនប្រកាន់សោះឡើយអីចឹងខ្ញុំចង់ដឹងណាស់ថាបើនាងក្លាយជាមនុស្សស្រីថោកទាបវិញតើគេនៅតែចង់បាននាងទៀតរត់ហ៊ានណាស់ធ្វើបានល្អណាស់ខ្ញុំមិនជឿទេថានាងស៊ូលីជាស្រីថោកទាបដែលគេលេងសើចចោលនៅអាចរៀបការជាមួយសុងជីងមៀនបានទៀតឲ្យតែគ្មានស៊ូលីសមត្ថភាពយកឈ្នះខ្ញុំមានទំនុកចិត្តថានឹងយកឈ្នះចិត្តសុងជីងមៀនដើម្បីជួយគ្រួសារសៀវរបស់ពួកយើងឲ្យឆ្លងផុតវិបត្តិលើកនេះអំណាចរបស់ត្រកូលសុងនៅតែខ្លាំងជាងត្រកូលគូច្រើនណាស់ពិតជាស្រីកំណានដែលគ្មានកេរ្តិ៍ខ្មាស់មែនខ្ញុំរងចាំឯងវីរបុរសរបស់ត្រកូលតូចពួកឯងជានរណាលេងខ្ញុំទៅចុះលូស៊ីស៊ីណៃណាឲ្យនាងមកជួបខ្ញុំមកនៅស្ងៀមទៅប្រយ័ត្នរឿងមាត់ក៏ផងអូភ្ញាក់ហើយឬលោកប្រុសនាងតូចម្នាក់នេះពិតជាគួរឲ្យស្រឡាញ់មែនមិនចម្លែកទេដែលនាងជាប់ត្រកូលសុងសុភមង្គលរបស់យើងកំពុងតែគ្នាដណ្ដើមយកឆ្នាំនោះមិនដឹងថានៅពេលដេកលក់ទៅនឹងទៅជាយ៉ាងណាទេកុំញ៉ៃញ៉ៃអីលេងខ្ញុំទៅដល់ពេលកំណត់ហើយឯងអាចទៅណាបានទៀតកុំប្រាប់ណាថាឯងកំពុងរត់ចោលអាពាហ៍ពិពាហ៍មើលឲ្យច្បាស់ក្នុងបន្ទប់នេះគ្មានអ្នកណាទេមានគេរៀបចំគម្រោងការលើកាមេរ៉ាហើយគ្មានអ្នកណាឃើញស៊ូលីចេញទៅតាំងពីពេលណាឡើយចុះគួរធ្វើដូចម្ដេចទៅថ្ងៃនេះជាពិធីមង្គលការរបស់ពួកអ្នកទាំងពីរណាតើស៊ូលីនាងបំរុងនឹងបដូរចិត្តមែនទេស៊ូលីមិនមែនជាមនុស្សបែបហ្នឹងទេការដែលនាងព្រមរៀបការជាមួយខ្ញុំគឺនាងបានគិតគូរយ៉ាងល្អិតល្អន់រួចទៅហើយបើទោះបីជានាងបដូរចិត្តក៏ដោយនាងក៏មិនធ្វើវានៅក្នុងកម្មវិធីបែបនេះដែរស៊ូលីនាងនឹងមិនបង្ហាញខ្លួនទេលូស៊ូពិធីមង្គលការរបស់ត្រកូលសុងយើងហាក់ដូចជាមិនបានអញ្ជើញអ្នកទេខ្ញុំមកទីនេះដើម្បីរំលឹកអ្នកដោយក្តីបារម្ភប៉ុណ្ណោះប្រពន្ធដ៏ល្អដែលចិត្តនឹងរៀបការរបស់អ្នកនាងទើបតែចាក់ចេញទៅជាមួយប្រុសផ្សេងកាលពីបន្តិចមុននេះឯងនិយាយរឿងអីតើនរណាជាអ្នកអនុញ្ញាតឲ្យឯងចូលមកបង្កាច់បង្ខូចស៊ូលីនៅក្នុងនេះឯងជួយអូស្រីម្នាក់នេះចេញទៅក្រៅទៅលោកសុង
អ្នកមិនស្គាល់ពីក្រឡេកនាងពិតប្រាកដទេស៊ូលីគឺគ្រាន់តែជាស្រីស្រាលខ្លួនម្នាក់ប៉ុណ្ណោះកាលពីនាងនៅជាមួយគោជីងមីងក៏ដូចគ្នាតែងតែលួចមានប្រុសនៅខាងក្រៅពីក្រោយខ្នងគាត់បើមិនជឿសួរអ្នកបម្រើក្នុងផ្ទះត្រកូលគូម្នាក់ណាក៏ដឹងដែរលោកប្រុសសុងអ្នកទាំងអស់គ្នាត្រូវបាននាងបោកបញ្ឆោតហើយអ្វីដែលនាងបង្ហាញពេលនេះសុទ្ធតែជាការសម្ដែងទាំងអស់ចេញទៅឲ្យឆ្ងាយលោកប្រុសសុងអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតខ្ញុំនិយាយនេះក៏ព្រោះតែចង់ល្អសម្រាប់លោកដែរអូវីចេញទៅក្រៅបាទទៅនាងសុងលីងនឹងមានអីល្អទៅនាងក៏គ្រាន់តែជាស្រីដែលចេះប្រើល្បិចបោកប្រាស់ប្រុសប៉ុណ្ណោះលោកប្រុសសុងលោកប្រុសសុងចេញទៅលោកប្រុសសុងលោកប្រុសសុងរឿងនេះវាចៃដន្យពេកហើយខ្ញុំបារម្ភថាស៊ូលីប្រហែលជាមានរឿងហើយត្រូវហើយជីនយ៉ានពិធីមង្គលការនេះនឹងបន្តទៅមុខទៀតឬអត់វាមិនសំខាន់ទេអ្វីដែលសំខាន់បំផុតគឺមនុស្សខ្ញុំដឹងហើយមិនអាចបន្តបានទៀតទេត្រូវតែនាំខ្លួនស៊ូលីត្រឡប់មកវិញទោះក្នុងតម្លៃណាក៏ដោយបាទចាស់ក្នុងពេលដែលមិនអាចជួសជុលបានហើយរបស់របររបស់នាងក៏គួរតែប្រគល់ឲ្យអ្នកវិញដែរឆាប់ឡើងមិនមែនអ្នកគួរតែរវល់នឹងពិធីមង្គលការទេស៊ូលីបាត់ខ្លួនហើយពេលនេះគ្រួសារស៊ូមានរឿងហើយអ្នកថាអ្វីណាក្នុងពេលដែលអ្នកស្រឡាញ់ស៊ូលីខ្លាំងបែបនេះខ្ញុំនឹងយកស៊ូលីមកឲ្យអ្នកត្រូវតែឲ្យលុយខ្ញុំមួយចំនួនដើម្បីជួយគ្រួសារស៊ូឆ្លងផុតគ្រាលំបាកនេះត្រូវតែចាប់ឲ្យបានត្រកូលសៀវនៅមានអំណាចខ្លះនៅប្រទេសដល់ពេលនោះខ្ញុំនឹងចាប់ស៊ូលីមករួចប្រគល់ឲ្យអ្នកចង់ធ្វើអ្វីក៏បានតាមចិត្តពេលនោះខ្ញុំនឹងបង្ហោះដំណឹងអំពីស៊ូលីថាវាដេកជាមួយប្រុសច្រើនអ្នកក្នុងពេលតែមួយថានាងជាមនុស្សស្រីមិនថ្លៃថ្នូររឿងទាំងនេះប្រកាសជាពាក់ព័ន្ធនឹងលូស៊ឺស៊ឺនិងស៊ីវឆឹងត្រូវតែរកពួកគេឲ្យឃើញបើមិនដូច្នោះទេនាងនឹងមានគ្រោះថ្នាក់ទៅសេពឲ្យខ្ញុំឆែកឲ្យអស់ទាំងប្រទេសនេះអ្នកត្រូវតែចាប់ស៊ីវឆឹងមកឲ្យបានបាទចាស់បញ្ជូនកម្លាំងចេញទៅទាំងអស់ត្រូវតែរកទីតាំងរបស់លូស៊ឺស៊ឺនិងស៊ីវឆឹងឲ្យឃើញលេងដៃកុំប៉ះពាល់ខ្ញុំបើពួកអញហ៊ានប៉ះសំបីតែចុងរំដៃខ្ញុំចាំមើលត្រកូលសុងនឹងមិនទុកពួកអញឲ្យនៅសុខឡើយបោះសុកវាចោលទៅទាំងត្រកូលសៀវនិងត្រកូលលូរបស់ពួកឯងត្រូវតែស្លាប់តាមខ្ញុំក្រោយយប់នេះទៅនាងនឹងក្លាយជាមនុស្សដែលគេស្អប់ខ្ពើមតើនាងគិតថាសុងជីងនៀននឹងនៅចង់បាននាងទៀតមែនទេទោះបីជាសុងជីងនៀនមិនចង់បានខ្ញុំក៏ដោយខ្ញុំក៏នៅតែជាស្រីរបស់គាត់ដែរបើអ្នកហ៊ានប៉ះពាល់ខ្ញុំគឺដូចជាការប្រមាថដល់គាត់អញ្ចឹងទោះបីជាគ្រាន់តែដើម្បីមុខមាត់ក៏ដោយគាត់នឹងមិនរុញរាឡើយក្នុងការសម្លាប់អ្នកចោលស្រីមានពេញពិភពលោកអញគិតថាសុងជីងនៀនចូលចិត្តនាងពេលនេះមិនមែនមានន័យថាគាត់នឹងចូលចិត្តនាងរហូតទៅទេខ្ញុំបានឲ្យលូស៊ីស៊ីទៅលបួងគាត់រួចហើយទោះបីជាមុខមាត់របស់លូស៊ីស៊ីពិតជាមិនស្អាតដូចនាងក៏ដោយតែនៅលើក្រែរបស់គាត់គ្មានប្រុសណាអាចទ្រាំបានទេឲ្យតែសុងជីងនៀនបានភ្លុកគេច្បាស់ជាលងស្រឡាញ់មិនខានឯងឲ្យលូស៊ឺស៊ឺទៅលួងលោមប្រុសផ្សេងឯងមិនមែនជាប្តីរបស់លូស៊ឺស៊ឺទេចុះបើអញ្ចឹងហើយមិនវិញស្រីមិនមែនបង្កើតមកសម្រាប់តែលេងសាច់ទេហេបើគ្មានមនុស្សស្រីម្នាក់នេះមុខនាងក៏អញមិនមើលដែរពិតជាកំរមែងកុំប៉ះខ្ញុំសុងជីងនៀនមិនអត់អន់ឲ្យអញទេគូជីងមីងក៏មិនដោះលែងអញដែរអញចង់បង្កស្ត្រូវជាមួយត្រកូលសុងនិងត្រកូលគោមែនទេកុំមកច្រើនថ្ងៃនេះអញត្រូវតែភ្លុកឲ្យបានស្រីដែលសុងជីងនៀននិងគូជីងមីងដណ្ដើមគ្នាចង់បាននោះថាតើវាមានរសជាតិយ៉ាងណាជួយផងមិនបានទេស្វែងរកបែបនេះខាត់ពេលណាស់យើងត្រូវបំបែកគ្នាទៅរកបានខ្ញុំនឹងនាំមនុស្សទៅរកនៅខាងត្បូងឯងនៅទីនេះចុះបើមានដំណឹងអ្វីត្រូវប្រាប់ខ្ញុំភ្លាមកុំបារម្ភអីទៅជួយផង
មិនល្អទេហើយអ្វីអ្នកត្រឡប់មកវិញគេយើងមិញទីដឹងថាជារឿងយើងធ្វើឥឡូវនេះគាត់កំពុងចាប់ដៃជាមួយសងជើងញៀនពួកគេកំពុងស្វែងរកកន្លែងលាក់ខ្លួនរបស់យើងខ្ញុំគិតថាមិនយូរទៀតទេពួកគេនឹងរកឃើញទីនេះហើយមិនមែនអ្នកធានាថាគ្រប់យ៉ាងនឹងគ្មានបញ្ហាទេខ្ញុំក៏មិននឹកស្មានដល់ដែរពួកគេជឿជាក់លើស៊ូលីខ្លាំងម្ល៉េះខ្ញុំបាននិយាយរួចហើយថានាងស៊ូលីបានចេញទៅណាត់ជួបជាមួយប្រុសផ្សេងតែពួកគេមិនត្រឹមតែមិនជឿប៉ុណ្ណោះទេថែមទាំងគ្មានការសង្ស័យបន្តិចសោះឡើយលេងខ្ញុំទៅខ្ញុំបានប្រាប់ពួកអ្នករួចហើយពេលដែលពួកអ្នកចាប់ខ្ញុំមកពួកគេនឹងមិនអត់អន់ឲ្យពួកអ្នកឡើយបើឥឡូវពួកអ្នកព្រមដោះលែងខ្ញុំអាចធ្វើជាមិនដឹងមិនឃើញអ្វីទាំងអស់ដោះលែងញើអាម្នាក់នេះទើបតែធ្វើឲ្យរឿងកាន់តែស្មុគស្មាញឥឡូវឯងឲ្យខ្ញុំដោះលែងនាងនោះគឺស្មើនឹងបង្កចំនួនជាមួយត្រកូលសុងនិងបូក្នុងពេលតែមួយតើអ្នកគិតថាអាជីវកម្មរបស់ខ្ញុំត្រូវធ្វើដូចម្ដេចគឺលូស៊ីស៊ីខ្ញុំគ្មានជំរើសទេយកធុងសាំងមកចាំមើលទៅថានាងមានតម្លៃប៉ុណ្ណាលេងខ្ញុំទៅបើចង់ជួយស៊ូលីមកភូមិឡុងកូសានភ្លាមស៊ូលីកូជីងមីងកុំចូលមកបាននិយាយគ្នាត្រង់ទៅអញលេងស៊ូលីទៅអ្វីក៏បងយល់ព្រមតាមអញដែរខ្ញុំដឹងថាពេលនេះត្រកូលសៀវកំពុងជួបវិបត្តិគ្រាន់តែអញលេងស៊ូលីក្រុមហ៊ុនគោនឹងជួយជ្រោមជ្រែងអញពេញទំហឹងក្រុមហ៊ុនគោទេភាគហ៊ុន 50% ឲ្យយើងបានខ្ញុំយល់ព្រមគេយល់ព្រមងាយបែបនេះសោះគិតក៏កុំឲ្យសោះនិយាយដោយគ្មានភស្តុតាងហើយអ្វីខ្ញុំត្រូវជឿអ្នកខ្ញុំនឹងប្រកល់ពេកសន្យាឲ្យអ្នកឥឡូវនេះយើងអាចចុះហត្ថលេខានៅទីនេះបានភ្លាមឲ្យតែអ្នកព្រមដោះលែងអាលីមានលក្ខខណ្ឌបន្ថែមអ្វីទៀតខ្ញុំសុខចិត្តយល់ព្រមទាំងអស់អ្នកបានបំផ្លាញស៊ូលីឡើងឡានទៅអ្វីក៏សុខចិត្តធ្វើដែរមែនមិនព្រមទេបើអញ្ចឹងល្អមិនត្រឹមតែយកភាគហ៊ុនរបស់អញប៉ុណ្ណោះទេខ្ញុំចង់ឲ្យអញលុតជង្គង់ចុះហើយក្បាលដេកឲ្យខ្ញុំ3 ដងបានខ្ញុំនឹងធ្វើគោជឹងមីងនៅពេលយប់បានចាក់ចេញដោយស្ងៀមស្ងាត់ការស្រឡាញ់អ្នកគឺជាទុកកង្វល់ដោយកៅមួយពិតជាចង់ឲ្យអ្នកស្មោះត្រង់ចំពោះខ្ញុំណាស់ពាក្យថាស្រឡាញ់ពិតត្រកូលហ្គេដែលមានអំណាចខ្លាំងក្លាមហាសេដ្ឋីចំនួនអ្នកស្នងមរតនៃក្រុមហ៊ុនហ្គេដើម្បីស៊ូលីដល់ថ្នាក់ព្រមលុតជង្គង់សំពះសុំទោសគេដោយពេញចិត្តកូជីងមីងតើអ្នកស្រឡាញ់ស៊ូលីខ្លាំងដល់ថ្នាក់នេះមែនទេសម្រាប់វាចោលទៅកូជីងមីងស្រឡាញ់ខ្លាំងណាស់នឹងស្អប់អស់មួយជីវិតឈឺចាប់ពេញមួយជីវិតលុតជង្គង់ចុះអ្នកឈួតទៅហើយបើអ្នកសម្រាប់គាត់ពេលនេះអ្នកនឹងមិនទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុនកាឡើយហើយអ្នកក៏នឹងត្រូវជាប់គុកទៀតផងឈួតណាស់គ្រាន់តែមិនចង់ឃើញមុខកាខៃវិញសំបំណងគ្រប់គ្នាហេតុអ្វីសិលីកំពុងតែរៀបការទៅហើយក្នុងចិត្តរបស់គាត់មានតែគេម្នាក់គត់អ្នកនឹងខ្ញុំទើបជាគូស្នេហ៍តាំងពីក្មេងនាងចង់សម្លាប់គេមែនទេមិនឲ្យខ្ញុំទាំងអស់គ្នាទេលូយ៉ានយ៉នCésar Le César Chí Bềnជួយខ្ញុំផងChí Bềnលើវិញវាសុទ្ធតែជាកំហុសរបស់ខ្ញុំឲ្យខ្ញុំមកជំនួសវិញតើអ្នកមានរងរបួសត្រង់ណាដែរទេពីមុនអ្នកមិនដែលជ្រើសរើសខ្ញុំដោយចិត្តស្មោះទេដូច្នេះទៅមុខទៀតក៏មិនចាំបាច់ដែរមានរងរបួសត្រង់ណាទេអ្នកដឹងទេថាអ្នកធ្វើឲ្យខ្ញុំភ័យខ្លាចស្លាប់ខ្ញុំខ្លាចបាត់បង់អ្នកខ្លាំងណាស់ខ្លាចថានឹងមិនបានជួបអ្នកទៀតទៅបំបាក់ជើងពួកវាឲ្យអស់
ប្រគល់ពួកវាឲ្យប៉ូលីសចាត់ការហើយមួយទៀតខ្ញុំនឹងធ្វើឲ្យនាងសៀវនិងនាងលូអស់ផ្លូវរស់នៅក្នុងប្រទេសនេះនាំខ្លួនវាទៅលីស្ដាប់ខ្ញុំសិនលីសូមឲ្យឱកាសខ្ញុំម្ដងទៀតចុះលីខ្ញុំទៅហើយតោះទៅសូមជួយចុច like ចុច subscribe ចុច share និងឧបត្ថម្ភដល់កម្មវិធី Menjing និង Daniel ផងយាយឲ្យអ្នកឯងហាក់ដូចជាតានតឹងពេកហើយមែនទេអូមិនមែនតានតឹងទេថ្ងៃនេះគឺជាលើកដំបូងដែលកូនប្រសាស្រីយើងមកលេងផ្ទះក្រោយរៀបការរួចមិនឲ្យតានតឹងយ៉ាងម៉េចកើតបាទគ្រប់យ៉ាងគឺធ្វើតាមការរៀបចំរបស់អ្នកទាំងអស់តើបានទេ